សាច់រឿងចាប់ផ្ដើមឡើងជាមួយនឹងព្រឹត្តិការណ៍ដែលកើតឡើងប៉ុន្មានខែមុនស្រីម្នាក់កំពុងឡាយធ្វើនំប៉័ងដ៏ទំនងហើយប្រាប់ហ្វេនថាវាឈ្ងុយកប់សេរីធ្វើឲ្យអ្នកមើលក្នុងឡាយនោះខមមិនញាត់ស្អេកនាងបង្ហាញភាពទន់ភ្លន់ល្មើយរបស់នំនោះរួចក៏បិទឡាយទុកឲ្យហ្វេនកំពុងតន្ទឹងរង់ចាំវីដេអូក្រោយឃើញលទ្ធផលអែមចឹងនាងប្រាប់ថាវាជោគជ័យមិត្តដ៏ស្អាតរបស់នាងក៏សួរថាតើនាងត្រៀមហើយនៅខ្លួនហើយនៅព្រោះពួកគេកំពុងតែយឺតម៉ោងណាត់ជួបគេហើយនឹងមិនគួរណាភ្លេចថាមិត្តនាងនៅទីនេះតួឯកស្រីប្រញាប់ពាក់អោក្រៅបណ្ដាហើយសុំទោសនាងបណ្ដាព្រមទាំងសួរថានាងពិតជាទៅបដិសេធប្រុសនោះមែនទេនាងបញ្ជាក់ថាមិនអីទេព្រោះប្រុសម្នាក់នោះរៀនសាលាតែមួយហើយនាងត្រូវតែបដិសេធឲ្យដាច់ស្រេចកុំឲ្យពិបាករួចបន្ថែមថាអ្នកណាដឹងប្រហែលគេជាកំឡោះ SSR ក៏ថាបានចំណែកមិត្តដ៏ស្អាតឆយតែងតែត្រូវមកសុំស្នេហ៍រហូតព្រោះនាងស្អាតដំបងឡើយប្រុសធ្វើល្អដាក់នាងណាស់តែខ្លះប្រែចរិតពីលក្រោយពេលគេបដិសេធទៅតួឯកស្រីយើងត្រូវទៅតាមធ្វើជាអង្គរៈការពារមិត្តនាងអាជីនអង្គុយចាំនៅសួនក្បែរនោះហើយឆាតប្រាប់មិត្តនាងថានាងនឹងចាំខ្លំមើលពីក្រៅឲ្យមានរឿងអីមិនស្រួលខលមកភ្លាមនាងរៀងធូរទ្រូងបន្តិចដែលដឹងថាប្រុសនោះរៀនសាលាជាមួយគ្នាតែនាងនៅតែប្រុងប្រយ័ត្នតាមមើលមិត្តនាងជានិច្ចឆយឆាតមកអរគុណហើយធានាថានាងនឹងប្រញាប់បញ្ចប់រឿងនេះឲ្យលឿនហើយចេញមកអាជីនគ្រាន់តែឆាតជូនពោសំណាងល្អពេលអង្គុយចាំខាងក្រៅនាងឃើញថាថ្ងៃនេះរងាណាស់ហើយរាវរោគកញ្ចប់កម្ដៅដៃស្រាប់តែពេលនោះមានគេហៅនាងកំឡោះ SSR យើងចូលមកញ៉ែដោយសួរថាតើគេអាតានោះសួរផ្លូវនាងហើយសួរថាគាត់គូទៅតាមណាដើម្បីទៅដល់មជ្ឈមណ្ឌលកីឡានាងប្រញាប់ឆ្លើយតបទាំងភ្នែកសម្លឹងមើលទូរស័ព្ទដើម្បីរកមើលផែនទីឲ្យត្រូវហើយក៏ប្រាប់ឲ្យគាត់ជិះឡានក្រុងវិញវាល្អជាងជិះរថភ្លើងគាត់ប្រាប់នាងកុំឲ្យប្រញាប់ពេកហើយប្រាប់ថាពួកគេតាមពិតកំពុងតែថតកម្មវិធីនៅទីនោះតែនាងកាត់សម្ដីគាត់ភ្លាមដោយប្រាប់លេខឡានក្រុងដែលត្រូវជិះស្រាប់តែអាតានោះលូកដៃមកកាន់ស្មាននាងហើយញ៉ែថាមើលចិត្តទៅនាងស្អាតកប់សេរីនាងគាំងភ័យញ័រខ្លួនពេលគាត់សួរថានាងចាប់អារម្មណ៍ចង់ធ្វើជាតួរងនឹងកម្មវិធីគាត់អត់ហើយបបួននាងឲ្យដើរទៅជាមួយគាត់ដើម្បីទៅធ្វើការតេស្តកាមេរ៉ាគាត់នៅតែចាប់នាងមិនលែងហើយប្រាប់ថានាងអាចជួបតារាល្បីៗជាច្រើននៅកន្លែងថតនោះហើយសួរបញ្ជាក់ម្ដងទៀតថានាងចង់ទៅអត់ជួបមនុស្សរោគចិត្តចឹងនាងគាំងនិយាយលែងចេញមិនអាចហើបមាត់សំបីមួយម៉ាត់ដើម្បីបដិសេធបាននាងទើបដឹងខ្លួនថានាងកំពុងតែភ័យខ្លាំងពេកហើយនិយាយមិនចេញឬមិនអាចរត់រួចសំណាងល្អសង្សារកម្រិត SSR បានលូកដៃចាប់អាតានោះជាប់រើមិនរួចអាតានោះក៏ស្រែកសួរយ៉ាងខ្លាំងថាវិជានរណាគេអាឈិនពិតជាធូរទ្រូងពេលមានគេជួយតែមើលទៅនាងដូចជាស្គាល់គេច្បាស់ចំណែកសង្សារពន្លក់ថ្មីសួរនាងថាតើនាងមានរឿងអីអត់អាតានោះខឹងញ័រខ្លួនណាស់ចាប់ផ្ដើមស្រែកឡូឡាថាអាពីលអញហ៊ានចូលលុកដៃផងរួចបញ្ជាឲ្យគេលែងដៃភ្លាមតែស្ដាច់ប្រុស Green Flag យើងក៏មូលដៃអាតានោះមួយទំហឹងហើយទម្លាក់ក្រាំងទៅលើដៃធ្វើឲ្យវាស្រែករោពេញនឹងព្រោះតែការឈឺចាប់ប៉ូលីសក៏មកដល់ភ្លាមហើយចាប់អូសកលអាតានោះចេញទៅខណៈវានៅតែស្រែកថាខ្លួនមិនមែនជាព្រាននារីទេអាជីនទប់អារម្មណ៍លេងជាប់
ក៏ចាប់ដើមយំយ៉ាងខ្លាំងហើយនិយាយ ថានាងពិតជាមិនចាញ់បោកអាល្បិចតេស្តកាមេរ៉ា អីនោះទេអនាគតប្រុសស៊ីមយើងក៏កាត់សម្ដីនាង ដោយប្រាប់ថានាងគួរតែប្រើជើងធាក់វាទៅបើប្រើដៃមិនកើតនោះនាងក៏ចំណាំបានថាគេគឺជាប៉ាក់ជូនវូជាមិត្តរួមថ្នាក់នាងព្រោះគេគឺជាសិស្សឆ្នើមប្រចាំសាលាទោះជានាងជាក្មេងស្ងៀមស្ងាត់មិនសូវស្គាល់គេឯង នៅសាលាក៏ដោយក៏នាងនៅតែស្គាល់ស្ដេចប្រុសនេះដែរខណៈពេល នាងនៅតែយំអរគុណដែលបានជួយ ហើយប្រាប់ថាស្មានតែខ្លួនឯងត្រូវស្លាប់ ដោយសារភ័យពេកហើយឆ្ងល់មិនគាត់នៅទីនេះស្ដេចសង្ហាញញឹមហើយតបញ៉ែវិញថា វាមិនមែនជារឿងនាងទេប៉ុន្តែដោយសារគាត់បានជួយនាងត្រូវសងគុណប្រាកដណាស់នាងព្រមព្រោះនាងមិនចូលចិត្តចម្ពាក់គុណ គេទេគាត់សើចហើយប្រាប់ថា សុំត្រឹមតែខ្ចី power bank សាកថ្មប៉ុណ្ណោះគ្រាន់តែលឺភ្លាមនាងភាំងហើយរារៈមិនហ៊ានឲ្យរបស់សម្លាញ់ទៅគាត់ឡើយ SSR យើងពន្យល់ថាគាត់កំពុងតែមើលប្រកួត បាល់បោះឲ្យទូរស័ព្ទអស់ថ្មឆឹងចាំតែពេលសំខាន់បំផុតនាងខំប្រឹងប្រកែកដាច់អហង្ការ ដោយប្រាប់ថាត្រូវប្រញាប់ទៅផ្ទះវិញឥឡូវហើយมันអាចឲ្យខ្ចីបានទេស្រាប់តែមិត្តភ័ក្តិនាងឃើញពួកគេនៅខាងក្រៅខណៈ ជុនអ៊ូនៅតែរំអុកថាបើសិនជានាងមិនចង់ជំពាក់គុណគេនាងត្រូវតែឲ្យ ខ្ចីភ្លាមនៅខាងក្នុងហាងកាហ្វេឯនោះវិញកំឡោះម្នាក់កំពុងទាចម្លើយស្នេហ៍ពីមិត្តនាងដែលសុំស្រឡាញ់តែមិត្តនាងបែរជាសម្លឹងមកខាងក្រៅមិនដាក់ភ្នែកនាង ឈោឡើងឲ្យប្រាប់ប្រុសនោះថាមិនមែនពេលលីនេះ ត្រូវនិយាយរឿងនេះទេហើយគួរតែទុកគុកពេលឲ្យនាងគិតសិនរួចក៏ប្រមូលរបស់របរដើរចេញនាងប្រាប់ថាមានការប្រញាប់ខ្លាំងហើយនាងនឹងជួបគេនៅសាលាខាងក្រៅអាជីននៅតែបន្តសួរថាគាត់ត្រូវការពេលយូរប៉ុណ្ណាទៀតដើម្បីសាកថ្ម power bank នាងហើយគាត់ប្រាប់ឲ្យរងចាំសិនព្រោះមិនទាន់ទាំងបានដោតខ្សែសាកផងឆយដើរតម្រង់រកអ្នកទាំងពីរខាងក្រៅចាប់ទាញអាជីននិយាយតោះទៅផ្ទះជុំមានសម្លឹងមើលពួកគេឡាងភាំងមិនយល់ថារឿងអីឆយញញឹមតបទៅវិញដោយគិតថាប្រហែលជាគេស្គាល់យ៉ាងជិតស្និទ្ធជាមួយប្រុសដែលលួចស្រឡាញ់នាងទុកមានប្រយោជន៍ថ្ងៃក្រោយអ្នកទាំងពីរដើរចេញហើយនាងបន្តអូសអាជីនទៅមុខមិននិយាយអ្វីតួឯកស្រីយើងសួរថាមានរឿងអីមិនបានជាប្រញាប់ម្លេះហើយចំណែក power bank នាងត្រូវគេយកបាត់ញញឹមប្រាប់ថាគ្មានអីទេម្ដាយនាងចេះតែខលហៅនាងឲ្យប្រញាប់ទៅផ្ទះទើបនាងប្រញាប់រត់ទៅអាជីនអោបនាងហើយសួរថារឿងយ៉ាងម៉េចហើយនាងក៏លួចប្រាប់ថាចាំប្រាប់តាមផ្លូវទៅផ្ទះចុះលុះព្រឹកឡើងក្រោយនិយាយលាគ្នារួចម្នាក់ក៏ដើរចុះថ្នាក់ហើយសន្យាជួបគ្នាពេលញ៉ាំបាយពេលកំពុងដើរចូលថ្នាក់អាជីនទៅដឹងខ្លួនថានាងគេងមិនលក់សោះព្រោះតែបារម្ភរឿង power bank ពេកហើយគិតថាគួរតែទុកវានៅផ្ទះទុកធ្វើជាគេដំណើរគ្រួសារទៅវាល្អជាងពួកយើងមើលចោះស្រីកំពុងឈរសម្លឹងតាមបង្អួចថ្នាក់លន់មាត់សរសើរថាអាយដលយើងសង្ហាកប់សេរីតើពួកគេតាមមករៀនទីនេះអីចឹងអាជីនដើរចូលទៅក្នុងថ្នាក់បណ្ដើរសម្លឹងមើល fan club ជុនអ៊ូបណ្ដើរហើយគិតថាមានគេតាមមើលចឹងច្បាស់ជាហត់ណាស់តែកំឡោះ green flag មិនខ្វល់សោះនាងដើរទៅជិតសុំរំខានមួយផ្លេតហើយលួចសួរតិចថាតើគាត់នៅចាំនាងទេហើយតើមានយក power bank មកដែរអគាត់សម្លឹងនាងហើយក្រោកឈរឡើងគ្រាន់តែប្រាប់ថាតាមពិតគាត់បានទុកវាចោលនៅផ្ទះតែកំឡោះស៊ីមសន្យាទិញថ្មី SSR សងវិញនាងភ័យស្លន់ស្លោហើយប្រកែកថាមិនបាច់ទេ
ព្រោះអាចចាស់មួយនោះវាសំខាន់ណាស់គាត់ត្រូវតែយកវាមកថ្ងៃស្អែកសម្លឹងមើលគាត់នាងលួចគិតក្នុងចិត្តប្រហែលជាគាត់មិនដឹងទេថាវាខូចហើយប្រើលែងកើតនោះគាត់ក៏រៀបនឹងឆ្លោយយកព្រមទៅហើយតែក៏ត្រូវលោកគ្រូរំខានពេលដើរចូលមកក្នុងថ្នាក់ហើយប្រាប់ឲ្យសិស្សទាំងអស់គ្នាចូលអង្គុយព្រោះជួងវាចូលរៀនបាទចេញលេងដល់ម៉ោងបាយថ្ងៃត្រង់ហើយពួកយើងមកមើលមាត់ទាំងពីរញ៉ាំអីហើយឆយក៏សួរថាផាកជុនអ៊ូព្រមយកវាមកស្អែកទេអាជីនតបថានាងបានបញ្ជាក់ប្រាប់គាត់រួចហើយថាត្រូវតែយកមកថ្ងៃស្អែកមិត្តនាងក៏បញ្ចេញគំនិតថានាងគួរតែទៅជួបគាត់ពេលចេញពីរៀនថ្ងៃនេះដើម្បីយកថ្មនោះមកវិញនាងក៏រំភើបចិត្តហើយសួរថាតើធ្វើអញ្ចឹងវារំខានដល់មិត្តពេកទេតែឆយប្រាប់ថាអត់អីទេហើយនាងរីករាយនឹងជួយធ្វើជាជួយតែសើចចំអកចេញពីរៀនភ្លាមមេឃក៏ធ្លាក់ភ្លៀងនៅលើឡានក្រុងវិញស្រីខ្លះសប្បាយចិត្តកប់ដែលបានយប់ឆាត់មកតាមព្រោះភ្លៀងធ្លាក់លឿនម្ល៉េះមែនជួនវូចុចកណ្ដឹងដើម្បីត្រៀមឲ្យឡានក្រុងឈប់នៅចំណតមុខឯឆយកំពុងអង្គុយលើឡាននឹងដែរហើយគិតថានាងតែងតែចង់គៀកកិតចិត្តដិតជាមួយជុនវូយូរហើយមិននឹកស្មានថាអាជីនបាក់ផ្លូវឲ្យសោះសម្លឹងមើលខ្នងគាត់នាងក៏ចាប់ផ្ដើមគិតល្បិចធ្វើយ៉ាងណាឲ្យសាច់រឿងដើរលឿនជាងមុនផែនការរបស់នាងគឺលួចលាក់ឆាត់ទុកក្នុងកាបូបហើយចុះពីឡាននៅចំណត់តែមួយជាមួយគ្នាឡានក្រុងឈប់ជុនវូបើកឆាត់របស់គាត់ហើយដើរចុះពីលើឡាននាងក៏រត់ទៅត្រាក់តាមពីក្រោយគាត់ហើយស្រែកហៅឈ្មោះគាត់ឆយអោនទៅចិត្តគាត់ហើយប្រាប់ថាខ្លួនជាមិត្តអាជីននាងធ្វើចរិតឃ្យូតហើយនិយាយថាអាជីនប្រើនាងឲ្យមកយក power bank វិញគាត់មើលទៅភាំងហើយនិយាយថាគាត់គិតថានឹងយកទៅឲ្យនាងនៅឯសាលាថ្ងៃស្អែកនៅតែបន្តសម្ដែងនាងក៏ប្រាប់ថាអាជីនចង់ឲ្យនាងមកយកវាឲ្យលឿនបំផុតព្រោះវាជារបស់យ៉ាងសំខាន់ជុនវូក៏ចាញ់បោកហើយហៅនាងឲ្យដើរតាមគាត់នាងខំប្រឹងដោយ៉ាងលឿនដើម្បីឲ្យទួនជំហានរបស់គាត់ដើរបានមួយសន្ទុះនាងក៏សួរថាតើផ្ទះគាត់នៅឆ្ងាយទៀតអត់ព្រោះពួកគេនាំគ្នាដើរមកឆ្ងាយគួរសមដែរហើយគាត់ក៏ឈប់ហើយប្រាប់ឲ្យនាងរងចាំនៅខាងមុខពេលនោះនាងទើបចាប់អារម្មណ៍ថាពួកគេបានដើរតាមបណ្ដោយរបងដ៏វែងអន្លាយមួយហើយនាងសួរទាំងផាំងថាតើផ្ទះរបស់គាត់ធំតាំងពីកន្លែងដែលពួកគេផ្ដើមដើររហូតមកដល់កន្លែងដែលពួកគេកំពុងឈរនេះមែនគាត់ក៏ងក់ក្បាលលួចញញឹមម្នាក់ឯងនាងដឹងច្បាស់ថាគាត់ជាអ្នកមានសិស្សពូកែនិងសង្ហាទៀតគាត់ពិតជាស័ក្តិសមធ្វើជាសង្សារ SSR របស់នាងធ្វើចរិត cute ម្ដងទៀតនាងថាខ្លួនត្រូវភ្លៀងតាមផ្លូវអញ្ចឹងហើយឥឡូវរងាខ្លាំងណាស់ប្រហែលជានាងអាចចូលទៅសម្ងួតខ្លួនខាងក្នុងបន្តិចបាននាងខំប្រឹងធ្វើមុខគួរឲ្យអាណិតបំផុតដើម្បីកុំឲ្យគាត់អាចបដិសេធបានហើយរអ៊ូថានាងរងាណាស់ហើយនាងសែនស្ដាយក្រោយដែលអត់យកឆាត់មកថ្ងៃនេះស្រាប់តែប្រុសស្អាតហុចឆាត់ឲ្យនាងមកអេមហើយប្រាប់ថានឹងមកវិញនាងអាចប្រើសិនចុះប្រើចុះបន្ទាប់មកគាត់ក៏ដើរចូលទៅក្នុងបាត់ឯនាងវិញគៀងថ្មឹងនៅនឹងកន្លែងខឹងឡើងញាក់នឹងរឿងហ្នឹងណានាងបានត្រឹមតែឈោនៅទីនោះហើយគិតថាមិនគេហ៊ានបដិសេធនាងអញ្ចឹងប៉ុន្តែនាងយល់ព្រមហើយគិតថាបើកំឡោះនេះញីពេកវាមិនសប្បាយមើលទេខានយូរហើយដែរនាងមានអារម្មណ៍ចង់ឈ្នះចាញ់បែបនេះថ្ងៃបន្ទាប់ម៉ាតអាជីនឃ្លានសង្ដាច់ពោះព្រោះនាងងើបយឺតហើយអត់បានញ៉ាំអាហារព្រឹកសោះអញ្ចឹងនាងក៏គិតទិញ
អីទ្របពោះរហូតដល់ថ្ងៃត្រង់នាងរើសនំពី3មុខហើយសរុបទៅគឺ មិនដល់$5ផងប៉ុន្តែអ្នកគិតលុយ ប្រាប់ថាកាតនាងគឺអស់លុយរលីងតែម្ដងពេលនោះជួរអ្នកចាំក៏កាន់តែវែងគាំងបន្តិចព្រោះចាយលុយអស់ពីកាតខែនេះនាងប្រាប់អ្នកគិតលុយថា គិតតែទឹកដោះគូចេកបានហើយគាត់ប្រាប់ វានៅតែអត់លុយដដែលហើយសួរថា មានកាតផ្សេងអត់គេក្នុងជួរចាប់ដើម រអ៊ូទាំរឿងចាំយូរហើយនាង ក៏ខ្មាស់គេសុំលុបចោលវិញ ទាំងអស់តែម្ដងតែមានសម្លេងឃីងពីក្រោយថាសុំចេញលុយតាមកាតគាត់នាងគាំងពេលឃើញចាន់មូនៅទីនោះហើយគាត់វាយកាត ទិញនំឲ្យនាមស៊ីម៉ាអែមពួកគេដើរទៅរៀនជាមួយគ្នាតែមើលទៅបរិយាកាសដូចជាអៀនមិនដឹងនាងកាត់សេចក្តីអៀនដោយអរគុណ គាត់ហើយប្រាប់ថានឹងសងលុយគាត់វិញ នៅថ្ងៃស្អែកគាត់ប្រាប់ថាកុំខ្វល់អីព្រោះតែរឿង Power Bank លើកមុន មិនទាន់បោះស្រាយរួចឡើយ នាងក៏ដឹងថាគាត់មិនមែនត្រជាក់តែកាយទេ Green Plague សុទ្ធសាធដោយឃើញថាគាត់ចេះបារម្ភចង់សង Power Bank វិញរហូតមកដល់ពេលនេះនិយាយលេងសើចពីរឿងនេះគាត់ប្រាប់ថាគាត់គិតថាប្រកាសជាលឺសំឡេងពុះនាងក្រហមពេញមួយថ្ងៃមិនខានបើសិនមិនទិញនំនឹងឲ្យអាជីកំពុងលួចមើលពីចម្ងាយហើយមិនយល់ទាល់តែសោះថាហេតុអីពួកគេនៅជាមួយគ្នាហើយស្និទ្ធស្នាលឡានអញ្ចឹងសង្សារកម្រិត SSR ចូលដល់ក្នុងថ្នាក់ភ្លាមអាចជិនយើងម្នាក់នេះក៏សួរជន់វូថាយក Power Bank នាងឬអត់តែស្ដេចសាលាយើងតបថាជាមិត្តនាងអ្នកយកពីម្សិលមិញនាងសប្បាយចិត្តព្រោះគិតថាឆយជាអ្នកទុកឲ្យហើយចាំយកពេលក្រោយក៏បានចំណែកឆយវិញកំពុងខំសង្កេតមើលថាអ្នកទាំងពីរមានរឿងអីលាក់បាំងឬអត់ចេញលេងភ្លាមអាជីននិងឆយដើបឡើងលើហើយឆយប្រាប់នាងថាគ្មាន Power Bank នោះទេព្រោះជន់វូយកទៅបោះចោលបាត់ហើយតួឯកយើងខាំងស្តុកព្រោះប្រ Green Flag ប្រាប់ថាមិត្តនាងអ្នកយកកាលពីម្សិលមិញឆយសួរបញ្ចោះថាអាជីនជឿជន់វូជាងនាងឬអាយ៉ាជីនភ័យស្លន់តបវិញថាមិនមែនបែបហ្នឹងទេនាងគ្រាន់តែមិននឹកស្មានថាគាត់បែបហ្នឹងហេតុអីត្រូវកុហកពេលនាងកំពុងស្ដាយ Power Bank នោះឆយក៏លួងនាងហើយអាជីនក៏នឹកឃើញដល់ប៉ានាងដែលបានទិញ Power Bank នោះជាកាដូថ្ងៃកំណើតឆយនិយាយថាខ្ញុំដឹងថារបស់នោះពិតជាមានតម្លៃសម្រាប់ឯងពេលត្រឡប់មកបន្ទប់វិញនាងក៏គិតថាហេតុអីឆយហាក់ដូចជាខ្វល់ពីរឿងរបស់កញ្ចាស់ឆ្នាំងសាកដែលសាកសឹងតែលែងចូលនឹងម្លេះពេលនោះហើយដែលឆយប្រាប់ឲ្យឆយតួឯកយើងកុំឲ្យទៅក្បែរ SSR ជន់វូឲ្យសោះថ្ងៃបន្ទាប់អាជីនតាំងចិត្តថាត្រូវតែទៅសួរជន់វូឲ្យដឹងរឿងតែនាងកំពុងគិតថាគួរធ្វើម៉េចបើគាត់មើលទៅហាក់ដូចជាមិនខ្វល់សោះងាកមកឆយវិញនាងធន់ទ្រាំស្ដាប់តួឯកយើងនិយាយរឿង Power Bank នេះនាងក៏សួរអាជីនថាហេតុអីត្រូវខ្វល់ខ្វាយម្លេះពីរបស់ផ្ដាល់ដោយអ្នកដែលនាងមិនសូវស្គាល់ច្បាស់ផងហើយថែមទាំងជារបស់ខូចសាកលេងចូលទៀតផងនាងប្រហែលលែងបានជួបមុខអ្នកដែរឲ្យរបស់នេះទៀតហើយតួឯកយើងក៏តបវិញភ្លាមថាឆយឯងក៏ដឹងថារបស់នឹងសំខាន់ប៉ុណ្ណាធុញពេកមិត្តនេះក៏បង្វែរសាច់រឿងហើយសួរថាអាជីនអាចឲ្យខ្ចីភួយបានអត់ព្រោះនាងភ្លេចយកមកអាជីនក៏ចូលបន្ទប់ដើម្បីយកភួយស្រាប់តែនាងមកវិញឃើញក្មេងៗមួយហ្វូងកំពុងឈរមុខតុរបស់នាងដើរទៅសួរថាមានរឿងអីពួកស្រីសួរថាថ្ងៃនេះថ្ងៃកំណើតឬឃើញមានគេលួចឲ្យកាដូអាជីនឆ្ងល់ម៉ាំងក៏បើកមើល
ព្រោះថ្ងៃនេះមិនមែនថ្ងៃកំណើតទេនាងគៀងហ្មងព្រោះក្នុងនោះមានឆ្នាំងសាកថ្មពណ៌ស៊ីចម្ពូដូចអាចាស់បេះបិទហើយមានឆ្លាក់ឈ្មោះនាងទៀតឆ្ងល់ខ្លាំងថាតើអ្នកណាយកមកទុកលើតុឬមួយក៏ឆយចង់លួចឲ្យកាដូពេលដឹងថានាងកំពុងខឹងនាងសួរខ្លួនឯងតែនាងដឹងថាវាមិនអាចទេព្រោះពួកនាងមកសាលាជាមួយគ្នាពួកស្រីចាប់ផ្ដើមសរសើរថាកាដូនឹងស្អាតកប់ហើយសង្ស័យថាអាចនឹងមានលក្ខសម្បត្តិប្រាប់ឈ្មោះអ្នកផ្ញើឬអត់ពេលជុនវូដើរចូលថ្នាក់ហើយប្រាប់ឆយកុំមើលឈោបាំងផ្លូវពេលនាងដឹងថាជាគេនាងប្រញាប់ញញឹមយ៉ាងឃ្យូតតែត្រូវគេធ្វើមិនដឹងសោះនាងដឹងច្បាស់ថាជុនវូប្រហែលជាមនុស្សតែម្នាក់គត់ក្នុងសាលាដែលហ៊ានធ្វើមិនដឹងដាក់នាងព្រោះគេខ្វល់តែពីរឿងរៀនតែស្ដេចសាលានេះគឺ Green Flag ពិតមិនមែនព្រានារីទេការខ្សត់ខ្សៀវបន្តគេនាំគ្នាសួរនាងមានអ្នកលួចក្រាស់ទេអាជីនប្រកែកថាវាមិនមែនអញ្ចឹងទេប៉ុន្តែនាងក៏ចង់ដឹងខ្លាំងដែរថាជាអ្នកណាស្រកពេលជុនវូអង្គុយតុលួចសម្លឹងក្រប់សកម្មភាពអាជីនឡើងផ្លឹកបែបស៊ីមអេជីក៏ឃើញដែរនាងចាប់ផ្ដើមសង្ស័យតែនាងមិនជឿថាប្រុស SSR នេះលងស្នេហ៍អាជីនដើម្បីកាត់ផ្ដាច់បរិយាកាសនាងក៏យកភួយមកឲ្យតួឯកស្រីយើងអាជីនក៏សុំទោសហើយហុចភួយទៅវិញណាត់ជួបគ្នាពេលថ្ងៃត្រង់មុនពេលដើរចាញ់ជីក៏ងាកមើលជូនវូម្ដងទៀតថាតើគេកំពុងមើលទេតែគេធ្វើជាខំរៀនគ្រូហៅគ្រូប្រាប់គ្រប់គ្នាថាថ្ងៃនេះយើងមានថ្នាក់បង្រៀនសង្គ្រោះបឋមពីវិធីសង្គ្រោះជីវិតពិតគ្រប់គ្នាជួបជុំនៅទីលានហើយតួឯកស្រីស្ងៀមស្ងាត់យើងក៏ចាប់ផ្ដើមឆ្ងល់ថានរណាជាម្ចាស់ឆ្នាំងសាកថ្មីនោះឲ្យប្រកាសអាចជាជុនវូទេដឹងទោះជាឆយអះអាងថាជុនវូបោះវាចោលបាត់ហើយគេថាបានសងវិញក្តីក៏អាជីននៅតែសង្ស័យថាតើវាអាចទេដែលកំឡោះ SSR ទិញរបស់ថ្មីឲ្យនាងឆ្នាំងសាកនឹងតែនាងនៅតែមិនទាន់ប្រកាសចុះឆ្នាំងសាកចាស់របស់នាងទៅណាបាត់ហើយគ្រូក៏ចាប់ផ្ដើមបង្រៀនតែម្ដងទៅដោយបង្ហាញពីរបៀបសង្កត់ទ្រូងធ្វើចលនាគាត់ប្រឹងអស់ទំហឹងរួចក៏សួរថាយល់ឬនៅនិយាយមែនវាហត់ខ្លាំងណាស់ហើយគ្រូប្រាប់ឲ្យចាប់គូអនុវត្តអាជីនមិនរងចាំយូរក៏ហៅមិត្តស្រីក្បែរនោះភ្លាមតែលោកគ្រូផ្លាប់ថាត្រូវតែចាប់គូប្រុសម្នាក់ស្រីម្នាក់ព្រោះខ្លាចប្រុសសង្កត់ខ្លាំងពេកធ្វើឲ្យបាក់រូបតុក្កតាខ្ទេចអស់អាជីនចាប់ផ្ដើមភ័យបែកញុះព្រោះនាងមិនចង់ចាប់គូជាមួយជុនវូដាច់ខាតប៉ុន្តែលោកគ្រូដូចជាឃើញនាងរេរាក៏ប្រាប់ថានាងអាចគូជាមួយជូនវូព្រោះនៅជិតគ្នាស្រាប់សយធំហើយនាងភ័យចង់លុះប្រឡឹងនឹងស្ថានភាពនេះមិនមែនជាអ្វីនាងចង់បានទេពួកគេចាប់ផ្ដើមអនុវត្តហើយនាងព្យាយាមថយឲ្យឆ្ងាយពីគេបន្តិចពេលកំឡោះ Green Flag ជូនវូកំពុងសង្កត់ទ្រូងតុក្កតាគូសរសើរពីរបៀបដែលគេធ្វើបានល្អហើយសួរថាម៉េចអាជីនមិនចូលរួមគាត់ក៏ហៅនាងឲ្យចូលមកសាកល្បងដែរនាងភ័យញ័រចាប់ផ្ដើមធ្វើតាមសង្កត់ទ្រូងតុក្កតានោះដោយឃើញថាអាជីនមិនសូវហ៊ានបញ្ចេញកម្លាំងសង្កត់នោះជុនវូញាស់ថាតុក្កតានេះច្បាស់ជាស្លាប់ហើយនាងអៀនប្រកែកថាទេតែគេនៅតែបន្តញាស់ថាបើខ្លាចជាមនុស្សពិតប្រាកដជាស្លាប់ឡើងរឹងស្ទោកបាត់ហើយនាងតវ៉ាថាមកពីនាងគ្រាន់តែខ្លាចសង្កត់ខ្លាំងពេកធ្វើឲ្យគេឈឺប៉ុណ្ណោះជុនវូបញ្យល់ថាវាជារឿងធម្មតាជួនកាលសំបីឆ្អឹងជនីក៏ឆ្អឹងចំនីអាចបាក់ពេលសង្កត់ទ្រូងដែល
ធ្វើឲ្យអាជីនភ័យខ្លាំងណាស់តែជួនវូគាត់ប្រាប់ថាសុកចិត្តបាក់ឆ្អឹង2-3កម្មប្រសើរជាងទុកឲ្យគេស្លាប់ចឹងហើយពួកគេក៏បន្តហាត់ទៀតគ្រូវិញញញឹងបិទមាត់មិនចិត្តទេពេលឃើញគេស្វីតហើយក៏ត្រូវគ្រូម្នាក់ទៀតហៅទៅជួបនៅឯមាត់ទ្វារមេឃចិត្តភ្លៀងហើយចឹងគ្រូក៏សម្រេចចិត្តសុំចែកទីលានហាត់កីឡាជាមួយថ្នាក់មកខាងទៀតគាត់អូខេព្រោះអីសម្រាប់ការហាត់ថ្ងៃនេះគេត្រូវការតែទីលានមួយផ្នែកតូចទេហើយមេធ្មប់ឆយក៏ជាសិស្សម្នាក់ដែលទើបដើរមកដល់ជាមួយថ្នាក់ថ្មីហើយនាងក៏សម្លឹងឃើញអាជីននិងជុនវូកំពុងហាត់ជាមួយគ្នាការណែនាំអាយដលយើងសង្កត់ទ្រូងទីងមងកាន់តែខ្លាំងហើយនាងក៏ចាប់ផ្ដើមភ័យញ័រពេលឮសំឡេងនិងអារម្មណ៍មួយនោះខណៈពេលដែលជុនវូកំពុងតែសើចសប្បាយនឹងមៀងខ្លាំងណាស់កំឡោះសង្ហារបស់យើងប្រាប់ថាធ្វើអញ្ចឹងខុសហើយចាំគេជាអ្នកបង្រៀនវិញតែភ្លាមនោះឈិនវូក៏ចាប់ទាញដៃអាជីនយកមកដាក់ចុះពីលើទីងមងនោះតែដោយសារតែនាងមិនបានត្រៀមខ្លួននាងក៏ទន់ជើងហើយដួលទៅសង្កត់ពីលើគេតែម្ដងដែលវាងាយនឹងបង្កើតជាឈុតឆាករ៉ូម៉ាន់ទិកបែបដួលថើបគ្នាបាត់ទៅហើយគ្រូដែលកំពុងមើលក៏ស្រែកប្រាប់ឲ្យខំប្រឹងហាត់សង្កត់ទ្រូងហាមញែគ្នាក្នុងថ្នាក់សិស្សទាំងអស់ក៏ផ្ទុះសំណើចតែមេធ្មប់ឆយច្បាស់ជាក្តៅក្រហាយខ្លាំងណាស់រឿងនេះជាពិសេសព្រោះនាងធ្លាប់បានព្រមានអាជីនរួចមកហើយថាកុំឲ្យទៅក្បែរជុនវូពេលចូលរៀនវិញអាជីនកំពុងឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជាឆយមើលទៅមិនសូវស្រួលខ្លួនតតែសោះតែមេធ្មប់នោះឆ្លើយតបវិញថានាងចេះតែរមួលឈឺពោះរហូតតាំងពីយប់មិញមកម្លេះហើយអាការៈរបស់នាងក៏កាន់តែធ្ងន់ធ្ងរទៅក្រោយពេលហាត់កីឡារួចអាជីនចិត្តល្អក៏ស្ម័គ្រចិត្តសុំជូននាងទៅបន្ទប់ពេទ្យសាលាដើម្បីលេបថ្នាំនិងចូលសម្រាកបន្តិចតែឆយប្រកែកដេចអហង្ការហើយប្រាប់ថានាងនឹងបានធូរស្បើយបើបានធំលាក់ខ្លួនគេងមួយស្របក់ព្រោះចិត្តអស់ម៉ោងសម្រាកទៅហើយចឹងគួរតែនាំគ្នាទៅញ៉ាំអីទៅតែតាមពិតតែអ្វីដែលនាងឆយកំពុងតែគិតក្នុងចិត្តនោះគឺនាងស្អប់រហូតដល់លែងចង់សម្លឹងមើលមុខអាជីនទៅហើយទ្រាំលែងបានជាមួយស្ថានភាពនេះទៀតហើយនាងក៏ប្រាប់ឲ្យអាជីនទៅរកអីញ៉ាំម្នាក់ឯងទៅហើយធ្វើពុតនៅជាមួយគ្នាគ្រួនាងមិនចង់ឲ្យមិត្តសម្លាញ់នេះដាច់ពោះនោះទេអាជីនរំភើបចិត្តសាហាវណាស់ពេលឮបែបនេះនាងក៏យល់ព្រមញ៉ាំតែឯងថែមទាំងប្រាប់កុំឲ្យបារម្ភអីហើយលេបថ្នាំផងតែតាមពិតទៅមីតួខូចឆយកំពុងតែរៀបចំផែនការបំបែកអាជីននិងជូនអ៊ូដោយសង្ឃឹមថាដុំសាកថ្មនោះមិនមែនជារបស់គេងាកមើលកន្លែងញ៉ាំអីអាជីនមានអារម្មណ៍ថាអៀនពេលញ៉ាំអីតែឯងព្រោះវាចម្លែកមិនដឹងតែមិនយូរប៉ុន្មានក៏ស្រាប់តែមានអ្នកមកកាត់ចង្វាក់គឺកំឡោះសង្ហាជុនអ៊ូនិងមិត្តគេសួរថាហេតុអីនៅតែឯងចុះមកទៅណាជុនអ៊ូមិនមាត់ក៏ទាញកៅអីមួយមកអង្គុយជិតនាងតែម្ដងនាងភាំងស្មារតីខ្លាំងណាស់ដែលពួកគេមកអង្គុយជាមួយហើយស្រាប់តែពេលនោះកំពូលសង្សារជុនអ៊ូចាប់សាច់ក្រករបស់គេឲ្យនាងញ៉ាំយ៉ាងរំភើយមិត្តគេខឹងឆេវព្រោះសាច់ក្រកនឹងគឺឆ្ងាញ់កប់សេរីជាងគេបំផុតក្នុងពេលថ្ងៃត្រង់នេះហើយគេចង់ញ៉ាំណាស់អាជីនគិតក្នុងចិត្តថាគេធ្វើបែបនេះមកពីគេមានអារម្មណ៍ខុសដែលបានបោះចោលដុំសាកថ្មនាងដើម្បីបំបត្តិភាពអៀនខ្មាស់នេះជុនអ៊ូក៏និយាយលេងថានាងត្រូវញ៉ាំអាហារឲ្យច្រើនទៅមានកម្លាំងព្រោះនាងសំបីតែខ្លួនឯងក៏ទប់មិនជាប់រហូតដួលសង្កត់ទៅពីលើគេពេលរៀនគ្រាន់តែឮភ្លាមនាងអៀនឡើងក្រហមមុខហើយប្រកែកថានាងដួលព្រោះតែគេជាអ្នកទាញនាងទេតើចំណែកមិត្តគេនោះក៏ចាប់ផ្ដើមមានអារម្មណ៍សង្ស័យហើយព្រោះធម្មតាជុនអ៊ូមិនដែលនិយាយជាមួយស្រីទេកុំថ្លៃឲ្យម្ហូបញ៉ាំទៀតនោះអាជីនបន្តញ៉ាំ
បាយបដាគិតក្នុងចិត្តបដាថា គួរតែសួររឿងដុំសាក់ថ្មថ្មីនេះយ៉ាងម៉េចទៅ តែនាងក៏រំភើបចិត្តដែរដែលយ៉ាងហោចណាស់មានគេមកអង្គុយកំដរនាង ចាំបាច់ញ៉ាំម្នាក់ឯងទៀតទេ ពេលដឹងខ្លួនថានាង កំពុងតែត្រេកអររឿងនេះ នាងក៏ចាប់ផ្ដើមខឹងហើយព្យាយាមលួងខ្លួនឯងថា ពីមុននាងនៅម្នាក់ឯងមិនអីទេ ហើយ មិនត្រូវការអ្នកណាឡើយភ្លាមនោះមិត្តគេងើបឈរដើម្បីយកញ៉ាំទៀតចំណែកអាជីនកំពុងតែគិតថាត្រូវនិយាយរឿងខ្សែសាកថ្មមីឯស៊ីមជុនវូយ៉ាងម៉េចនាងញ៉ាំមិនឈប់ផឹកឡើងអាជីនប្រញាប់ចេញពីផ្ទះយឺតហើយស្ទើរតែខកឡានក្រុងទៅហើយតែសំណាងល្អនាងរត់មកទាន់ពេលឡានចាញ់ដូចដឹងស្រាប់ឡាក់គឺពេញតែបអត់កន្លែងអង្គុយទេក្រឡេកឃើញអនាគតសង្សារ SSR នៅនឹងក៏អៀនញ័រខ្លួនពេលនឹកឃើញរឿងដួលលើគីហើយស្ទើរថើបគ្នានោះហើយកាន់តែអៀនគេបែរជាយកមកលេងសើចไปញ៉ាំបាយទៀតនាងក៏សម្រាប់ចិត្តធ្វើមិនដឹងមិនលឺហើយធ្វើដូចមិនឃើញគេពូតៃកុងបានទទួលដំណឹងថាមានគ្រោះថ្នាក់ចរាចរណ៍នៅខាងមុខអញ្ចឹងប្រហែលជានឹងមានភ្ញៀវឡើងថែមនៅចំណត់បន្ទាប់ភ្ញៀវនាំគ្នារំកិលទៅខាងក្រោយកុំឲ្យចង្អៀតពេកឯអាជីនវិញអត់សូវចង់ដើរទៅទេព្រោះនាងអត់ចង់ប្រឈមមុខជាមួយជន់វូទេតែពូតៃកុងក៏បានស្រែកស្ដីឲ្យប្រាប់ឲ្យនាងដើរទៅក្រោយបន្តិចទៀតជន់វូឃើញទាំងអស់ហើយក៏ចាប់ដើមលួចសើចដាក់នាងធ្វើឲ្យនាងកាន់តែគៀងអៀនព្រោះតាប្រុសសង្ហានេះសាលីនាងត្រូវគេស្ដីឲ្យនាងក៏ដើរទៅក្រោយហើយកំឡោះក្រៀនផ្លេកប្រាប់ឲ្យឈរចិត្តគេនឹងទៅព្រោះស្រឡះល្អខ្មាស់គេពេកនាងក៏យល់ព្រមឈរស្ងៀមក្បែរគេលួចគិតថាគួរហៅនាងឲ្យអង្គុយដែរទេតែមិនទាន់ធ្វើអីផងតែកងបត់ឡានយ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាស្ទើរតែដួលទៅហើយហៅម៉ារ៉ាណាត់តួអីយើងក៏បានដួលទៅអង្គុយលើផ្លូវជន់វូស្ថានភាពនេះគឺគៀងហ្មងដែលនាងភ័យពេកលោតស្ទុះងើបឡើងបុកចំចង្ការរបស់ជន់វូមួយក្បាលពួកគេឈឺដូចគ្នាហើយនាងក៏សុំទោសដែលដួលលើផ្លូវគេស៊ីមយឺធំក្លិនក្រអូបផ្អែមល្ហែមចេញពីខ្លួននាងនិងនាងឡើងអៀនហ្មងហើយប្រាប់ថាមិនអីទេចេះតែមានហើយចុងក្រោយពួកគាត់ក៏មកដល់ចំណុចសាលាហើយអ្នកដំណើរទាំងអស់ក៏ចាប់ផ្ដើមចុះពីឡានពួកគាត់ដើរទៅសាលាដោយរក្សាគម្លាតពីគ្នាហើយអាជីនគិតថាម៉ោងនេះគឺស័ក្តិសមបំផុតដើម្បីនិយាយរឿង power bank នោះនាងក៏សួរគាត់ថាតើកាដូម្សិលមិញគឺជាអ្វីចេះរបស់គាត់ណែណត់នាងគិតមិនឃើញអ្នកណាដែលអាចធ្វើរឿងបែបនេះទេតែក៏អរគុណគាត់ធំសម្រាប់កាដូមួយនេះនាងគិតថាវាស្អាតកប់សេរីហ្មងគាត់ក៏សប្បាយចិត្តពេលឃើញក្មេងនាងស្រឡាញ់វាហើយនេះជាលើកទី1ហើយតែតួឯយើងបានឃើញជន់វូញញឹមគាត់ប្រាប់ថាគាត់ទិញ power bank ថ្មីស្លាំងឲ្យនាងតែម្ដងទៅព្រោះថារបស់នាងវាខូចបាត់ហើយគាត់ត្រូវតែទទួលខុសត្រូវរឿងហ្នឹងហ្មងអាជីនក៏ព្យាយាមបញ្យល់ប្រាប់ថា power bank ចាស់ហ្នឹងគឺវារៀបនឹងខូចស្រាប់ក៏ពិតមែនតែនាងនៅតែឆ្ងល់ខ្លាំងចំពោះសម្ដីមេធ្មប់ឆយនិយាយថាគាត់ជាអ្នកបោះចោល power bank នាងហ្នឹងព្រោះគាត់មើលទៅមិនដូចជាមនុស្សដែលធ្វើរឿងបែបហ្នឹងសោះប៉ុន្តែនាងក៏សម្រេចចិត្តមិនខ្វល់ច្រើនហើយក៏អរគុណគាត់ម្ដងទៀតដោយប្រាប់ថានាងនឹងប្រើប្រាស់ power bank នេះឲ្យបានច្រើនហើយកុំភ័យអំឡុងពេលដកផ្អែមល្ហែមនេះកំពុងតែកើតឡើងរវាងតួឯកទាំងពីរនាងឆយកំពុងតែលួចមើលគ្រប់សកម្មភាពពីត្រើយមកខាងផ្លូវហើយក៏
ចាប់ផ្ដើមឡើងកម្ដៅច្រណែនកាន់តែខ្លាំងហើយ ឡើងក្តៅក្រហាយនឹងបរិយាកាសស៊ីជំពូរវាងពួកគេ ព្រោះសម្រាប់នាងគឺជួនវូគួរតែតាក់ទងគ្នាជាមួយនាងមិនមែនអាយជៀនទេនាងប្រញាប់ឆាតទៅប្រុសម្នាក់ដែលធ្លាប់សារភាពស្នេហ៍ប្រាប់នាងកាលពីមុនដើម្បីណាត់ជួបហើយអាប៉ាកនោះក៏ឡើងរំភើបកប់សេរីគិតថានាងទីបំផុតព្រមផ្ដល់ឱកាសឲ្យខ្លួនហើយនាងក៏ប្រាប់ឲ្យគេនាំមិត្តភ័ក្តិមកជាមួយដោយបោកថាមិត្តនាង crush មិត្តភ័ក្តិរបស់គេយៀបចំជាផែនការដ៏អេមបំផុតដើម្បីឆក់យកជុនវូមកវិញនៅថ្ងៃនោះដែលត្រូវណាត់ជួបនោះជុនវូកំពុងតែឈរចាំនៅពីមុខរោងគុនដើម្បីរង់ចាំមិត្តភ័ក្តិរបស់គេមកដល់ហើយក៏ឆាតទៅសួរថាគេកំពុងតែធ្វើដំណើរមកឬនៅគាត់លួចភ្ញាក់អើលពេលឮសំឡេងស្រីហៅឈ្មោះរបស់គាត់នោះគឺជានាងឆយនាងយកកាហ្វេនិងសូដាហើយហុចឲ្យគាត់ឃីងយើងឆ្ងល់ថាហេតុអីនាងនៅទីនេះថែមទាំងទិញទឹកឲ្យផឹកហើយនាងក៏បញ្យល់ប្រាប់ថាទឹកមុំនេះព្រោះអីពួកគេត្រូវមើលគុណជាមួយគ្នាប្រុសស្អាតយើងតបភ្លាមថាមិនចង់មើលគុណជាមួយនាងទេហើយរឿងគុណគាត់គឺចិត្តបញ្ចាំងហើយអញ្ចឹងនាងគួរតែចេញទៅស្របពេលគាត់ទេទៅមិត្តភ័ក្តិសួរថាមានរឿងអីចង់មានសុំតោហើយប្រាប់ថារឿងវាអញ្ចឹងព្រោះតែអាគូកនចង់ញ៉ាយយេជីហើយដើម្បីឲ្យផែនការបានសម្រេចគាត់ត្រូវមើលកូនជាមួយមិត្តភ័ក្តិនាងដែលក្រាស់គាត់ប៉ុន្តែចុងមីនបែរជាគិតថាជំនួសការមើលគុណជុំគ្នាអញ្ចឹងវាប្រហែលល្អជាងបើគាត់មើលពីរនាក់ជាមួយឆយហើយជុនវូមើលជាមួយមិត្តនាងដល់ថ្នាក់នេះទៅជុនវូវងវែងអស់តបថាមិត្តឯងយល់ច្រឡំហើយព្រោះយាយឆយគឺនៅទីនេះតើមិនទាន់និយាយចប់ផងយាយឆយក៏ឆក់ទូរស័ព្ទហើយជប់ពេចចោលនាងសារភាពទង្វើនាងហើយលាក់ទូរស័ព្ទគាត់និយាយថានាងក្រាស់គាត់ SSR ប្រុសយើងរឹតតែឆ្ងល់ហើយនាងសារភាពថានាងបានកុហកចង់មីនដោយនិយាយថានាងគ្រាន់តែចង់មើលកុនតែពីរនាក់ជូនវូនាងសារភាពទៀតថាលើកមុនដែលនាងប្រាប់ថាទៅយកដុំសាកថ្មអាជីនគឺនាងកុហកទេក៏ដើម្បីបានឱកាសនិយាយជាមួយគាត់ដែរភួចតែនាងពិតជាលងគាត់ជូនវូទៅតែដឹងថារឿងទាំងនេះគឺជាការរៀបចំរបស់ជីតាំងពីដើមហើយមុនពេលគាត់ហាស្ដីនាងក៏សួរតើគាត់គិតម៉េចចំពោះនាងហើយប្រាប់ថាគាត់ស្វែងយល់ពីនាងឲ្យបានច្រើនមិនខ្វល់ពីនាងទេគាត់ទាទូរស័ព្ទវិញប៉ុន្តែនាងមិនព្រមឲ្យទេហើយនិយាយថាបើមកពីអាគូកនចង់មីននោះនាងនឹងចាត់ការបដិសេធចោលហើយបង្ខំសួរជុនវូថាទ្រាំតែឆ្លើយថាមានអារម្មណ៍ម៉េចចំពោះនាងជួបរឿងនេះ Green Flag យើងស្ងៀមមិនមាត់ខណៈនាងជឿជាក់ថាគាត់ប្រកាសជាគិតថាគាត់នឹងព្រមស្រឡាញ់នាងវិញតែគាត់បែរជាបំបែកភាពស្ងៀមស្ងាត់ហើយនិយាយចំថាគាត់អត់ចូលចិត្តនាងឬចម្លើយភ្លាមនាងកាំងមិនយល់ថាម៉េចបានហ៊ានបដិសេធនាងតាំងពីតូចមិនដែលមានអ្នកបដិសេធតតែសោះធ្វើឲ្យនាងកាំងនិយាយលែងចាញ់ម៉ងច្បាស់ណាស់ស្រីឆ្នះនេះចាប់ផ្ដើមលេងល្បិចទឹកភ្នែកទាមទារការចាប់អារម្មណ៍ហើយធ្វើជាយំសួរថាម៉េចកាបដិសេធនាងទាំងមិនព្រមគិតសិនតែកំឡោះយើងដាច់អហង្ការជាមួយការសម្រេចចិត្តហើយប្រាប់ថាអត់ចាំបាច់គិតអីទៀតទេរួចទាទូរស័ព្ទមកវិញទាំងយំទាំងកាំងនាងប្រឹងនិយាយបញ្ចុះបញ្ចូលឲ្យគាត់សាកគិតពីនាងម្ដងទៀតតែបុរសសែនល្អយើងធន់ខ្លាំងក៏ទាញដៃនាងចេញហើយប្រាប់កុំឲ្យមកប៉ះគាត់ទៀតណាបាននាងមិនព្រមឲ្យទូរស័ព្ទមកវិញយកចុះរួចគាត់ក៏ដើរចេញត្រូវគេទុកចោលមុខរោងកុននាងខឹងខ្លាំងព្រោះអត់ដែលខ្មាស់គេ
ចឹងទេនាងច្បាស់ជាមិនព្រមទម្លាក់ចោលទេក៏ស្រែកហៅគាត់ឲ្យយកទូរស័ព្ទគាត់ងាកមកវិញក៏ចង់បញ្ចប់រឿងនេះឲ្យដាច់ស្រេចទើបប្រាប់ថាគាត់អត់ស្រឡាញ់នាងទេទោះល្អឬអាក្រក់ក៏គាត់អត់ខ្វល់ដែរឥឡូវនេះគាត់គ្រាន់តែចង់ឲ្យនាងសុំទោសយងមីនហើយឈប់ធ្វើបាបនាងទៀតពេលនោះមីឆ្នះធ្វើជាទម្លាក់កោវទឹកចោលលើដីមើលទៅដូចជាចាញ់ធុញខ្លាំងណាស់នាងមីប្រតិបត្តិមិនព្រមបញ្ចប់ងីញីទេនាងសម្លឹងមើលកាហ្វេដែលកំពុបនោះរួយស្រែកឡើងធ្វើឯងដូចត្រូវទឹកក្តៅច្បាស់ណាស់តួឯងប្រុសយើងល្អឥតខ្ចោះត្រូវតែជួយនាងហ្មងគាត់រត់ទៅទិញបង់រុំដំបៅមកលាបឲ្យស្នាមរលាកคล้ายៗនោះនាងអឡើងញ័រខ្លួនដែលគាត់យកចិត្តទុកដាក់ជាមួយនាងដោយសារតែការសម្ដែងល្ខោននេះហើយនេះជាលើកទី1ដែលនាងមានអារម្មណ៍ថាធ្លាក់ក្នុងអន្លង់ស្នេហ៍គេពេលគាត់ឃើញសម្លឹងមើលដៃនាងបែបនេះនាងក៏ប្រាប់ថាបេះដូងលោតញាត់ខ្លាំងពេលស្ដេចសាលាកាន់ដៃតែអូយគាត់ងើបឈរព្រោះលែងដៃនាងចោលហើយប្រាប់ថាត្រូវទៅហើយឯចំណែកស្រីមโนរវារវាយគិតថាទេវបុត្រ SSR ខ្វាន់តែអៀនមុនពេលដោចេញនាងក៏ហុចទូរស័ព្ទឲ្យវិញហើយសុំទោសចំពោះទង្វើរបស់នាងប្រុសស្អាតងាកក្រោយដើរចេញទៅបាត់ទុកឲ្យចៃមโนឈរញញឹមម្នាក់ឯងគិតថាបុរស Green Plague ចាក់ចាញ់ព្រោះតែអៀនគួរឲ្យអាណិតណាយេរវីរវីក្រោយមកនៅផ្ទះឆយអាជីនបានមកដល់ទាំងភ័យស្លន់ស្លោនឹងបារម្ភពីបួសមិត្តភ័ក្តិឯឆយវិញប្រាប់អុយនិយាយតិចៗព្រោះតែខ្ញុំចង់ឲ្យអ្នកអេកស្ត្រានឹងប្រកាន់រាប់អានអ្នកប្រវត្តិសាស្ត្រគេនាងកំពុងឈឺក្បាលវិលមុខអាជីនសង្កេតឃើញរុំរបួសនៅលើដៃឆយមើលទៅរញ៉េរញ៉ៃខ្លាំងក៏សុំមើលបន្តិចប៉ុន្តែឆយនឹកឃើញដល់ពេលដែរជានូរុំរបួសអយក៏ប្រញាប់ទាញដៃចេញភ្លាមតួឯកស្រីស្ងាត់ស្ងៀមយើងគិតថានាងកំពុងតែឈឺចាប់ខ្លាំងប៉ុន្តែឆយលាក់បាំងដោយប្រាប់ថានាងគ្រាន់តែខ្លាចគេប៉ះចំកន្លែងរលាកតែប៉ុណ្ណោះរួចនឹកឃើញថាត្រូវតែប្រយ័ត្នប្រយែងកុំឲ្យបែកការអារម្មណ៍ពិតឲ្យសោះនាងប្រញាប់បដូររឿងហើយសួរថាក្លិនឈ្ងុយអ្វីនឹងដែលហោះចេញមកពីរបស់ដែលអាជីនយកមកវាគឺជានំប៉ាវដែលអាជីនធ្វើដោយផ្ទាល់ដៃពេលដែលដឹងថាឆយកំពុងមានរបួសហើយក៏ប្រញាប់ឡើងដើរទៅជិតខ្លងទឹកយកមកឲ្យនាងញ៉ាំពៅកម្លាំងមិត្តរបស់នាងសប្បាយចត់ព្រោះតែចូលចិត្តនំប៉ាវអាជីនណាស់ហើយប្រាប់មិត្តឲ្យចូលទៅក្នុងបន្ទប់មើល Netflix និងញ៉ាំនំតាមពិតទៅនាងគ្រាន់តែធ្វើពុតជាឈឺដើម្បីឲ្យអាជីនធ្វើរាល់យ៉ាងនឹងឯងហើយនាងក៏ធ្វើបែបនឹងមែននាងប្រាប់ថាដៃកំពុងឈឺហើយប្រើអាជីនឲ្យរៀបតុដើម្បីញ៉ាំពេលកំពុងតែរៀបចំតុតួឯកស្រីយើងសង្កេតឃើញថាធុងសម្រាមរៀងទៅមុខក៏សម្រេចចិត្តរុំកោលវាចេញតែពេលមើលទៅក្នុងធុងសម្រាមនាងក៏បានឃើញរបស់មួយមើលទៅដូចដុំសាក់ថ្មពណ៌ផ្កាឈូកគ្រាន់តែនាងរើសឆ្នាំងសាកនោះឡើងស្រាប់តែឃើញឈ្មោះខ្លួនឯងច្បាស់ទើបដឹងថានេះជាឆ្នាំងសាកចាស់របស់នាងតើដោយអារម្មណ៍ងឿងឆ្ងល់គិតលែងចាញ់នាងក៏សួរទៅឆយថាម៉េចបានជារបស់នាងធ្លាក់ក្នុងធុងសម្រាមមីនាងឆយកំពុងតែអនឹងបងរំរបួសរបស់ជុនអ៊ូដល់ថ្នាក់ផ្លិចយកសម្រាមទៅចោលផុសតាងគឺនៅនឹងមុខតែម្ដងច្បាស់ណាស់តួឯកស្រីយើងចាប់ផ្ដើមសួរដេញដោលថាបើសិនជាមែនជុនអ៊ូអ្នកបោះចោលទេចុះហេតុអីវាមកនៅផ្ទះឆយវិញឡប់រនឹកខ្លះមិនទាន់ឆយបានត្រឹមឈរសម្លឹងមុខអាជីនបណ្ដើរខួរក្បាលរត់ខ្វែងខ្វាត់
រកលេសដើម្បីដកខ្លួនស្រាប់តែនាងក៏សម្រេចចិត្តប្រាប់ថាតាមពិតទៅនាងគឺអ្នករើសវាក្រោយជន់អ៊ូបោះវាចូលក្នុងធុងសម្រាមនាងលេសថាកំពុងដើរកាត់មុខផ្ទះគេស្រាប់តែក្រឡេកឃើញក្នុងធុងសម្រាមរបស់ពណ៌ផ្កាឈូកមួយមើលទៅដូចជាឆ្នាំងសាកថ្មដោយសារនាងគិតថាគេពិតជាចិត្តដាច់ពេកហើយទើបនាងសម្រេចចិត្តរើសវាចេញពីធុងសម្រាមទុកឲ្យមិត្តសម្លាញ់ប៉ុន្តែពាក្យកុហកនេះបោកមិនបានយូរទេព្រោះអាជីនដឹងច្បាស់ថាឆយជាមនុស្សខ្ពើមរបស់ក៏ខ្វក់ខ្លាំងណាស់នាងនៅតែប្រឹងប្រកែកថាធ្វើបែបនេះក៏ព្រោះតែវាជារបស់ដ៏សំខាន់សម្រាប់មិត្តរបស់នាងតែទោះបីជាធម្មតាមើលទៅដូចជាអាជីនងាយនឹងចាញ់បោកឆយក៏ដោយលើកនេះមិនងាយស្រួលទៀតទេមីនាងនៅតែប្រឹងបញ្ជាក់ថានាងធ្វើនេះគឺគិតដកមិត្តសម្លាញ់ទោះបីជាវាតែងតែជាអ្វីដែលនាងស្អប់ការប៉ះពាល់ដោយសារដឹងថាវាសំខាន់សម្រាប់អាជីនហើយគ្រាន់តែមិនបានយកអាមុននេះព្រោះនាងរកវាមិនឃើញសោះហើយថែមទាំងធ្វើតួអន់ចិត្តសម្ដែងការខកចិត្តយ៉ាងខ្លាំងដែលត្រូវមិត្តសម្លាញ់សួរដេញដោលបែបនេះទៀតអូយតួឯកស្រីដ៏ស្លូតបូតរបស់យើងក៏ដាវជួលទៅអោបឆយពេញទំហឹងមិនខុសទេនាងជឿពាក្យកុហកនេះហើយថែមទាំងអរគុណមិត្តដែលសែនល្អមួយនេះដែលហ៊ានលះបង់ធ្វើរឿងខ្លួនស្អប់ដើម្បីតែមិត្តសម្លាញ់របស់ខ្លួនចប់បាត់អូខេត្រូវគ្នាវិញហើយជីវិតរស់នៅតែបន្តចូលមកដល់ថ្ងៃបន្ទាប់គ្រូចូលមកដល់ថ្នាក់ភ្លាមក៏ប្រកាសតែម្ដងថាសិស្សទាំងអស់នៅក្នុងថ្នាក់ត្រូវតែធ្វើកិច្ចការសាលាជាគូហើយដើម្បីកុំឲ្យមានអ្នករអ៊ូដើម្បីជៀសវាងភាពរអាក់រអួលគ្រូជាអ្នកចាប់គូឲ្យតែម្ដងពួកគេអត់សូវเป็นចាត់រឿងនេះប៉ុន្មានទេប៉ុន្តែលោកគ្រូបានប្រាប់ឲ្យសិស្សទៅមើលឈ្មោះគូរបស់ខ្លួនសិនទៅមុននឹងរអ៊ូគ្រប់គ្នាក៏សម្រុកទៅមើលกระดาษឲ្យច្បាស់ចង់ដឹងថានរណាគេនឹងបានចាប់គូជាមួយជន់វូហើយច្បាស់ណាស់ពួកយើងដឹងហើយគឺអាជីននឹងឯងគេគ្រប់គ្នានាំគ្នានិយាយថានាងពិតជាសំណាងញាក់ដែលបានចាប់គូជាមួយប្រុសស្អាតកម្រិត SSR នឹងពួកស្រីនៅក្នុងថ្នាក់ចាប់ដើមក្តៅក្រហាយឈឺចិត្តច្រណែនអាជីនកប់សេរីខ្លាំងណាស់ព្រោះពួកគេក៏ចង់នៅក្បែរជូនវូដែរប៉ុន្តែតួឯកស្រីយើងវិញនៅគិតតែពីរឿងអៀនខ្មាស់មិនបាត់ពេលដែលត្រូវនៅក្បែរជូនវូក្រោយពេលមានរឿងទាំងនោះគ្រប់យ៉ាងបានកើតឡើងរួចមកនាងខំប្រឹងដើរទៅរកកំឡោះសង្ហាយើងដើម្បីចាប់ផ្ដើមសួរនាំនិយាយគ្នាហើយសួរថាពេលណាទៅពួកយើងអាចចាប់ផ្ដើមធ្វើកិច្ចការបានតែផ្ទុយទៅវិញកំឡោះស៊ីមជុនវូស្រាប់តែបោះសម្ដីមុនតែម្ដងហើយចាត់ចែងនិយាយថាពួកគេគួរតែរៀបចំពេលវេលាឲ្យច្បាស់លាស់បន្តិចព្រោះថាកាលវិភាគរៀនសូត្រគឺរវល់ខ្លាំងណាស់នៅឈុំមាសនេះអញ្ចឹងហើយពួកគេក៏ណាត់គ្នានៅថ្ងៃសៅរ៍ចូលមកដល់ថ្ងៃសៅរ៍នឹងតែម្ដងវាជាថ្ងៃដែលមេឃស្រឡះល្អផ្ការីកស្គុះស្កាយហើយអាជីនកំពុងតែគិតថាតើនាងគួរតែឆាប់ទៅបបួលឈីឲ្យទៅដើរលេងបន្ទាប់ពីធ្វើកិច្ចការរួចឬអត់អាជីនបានមកដល់មុនម៉ោងបន្តិចនៅឯហាងកាហ្វេហើយក៏រកកន្លែងអង្គុយហាងកាហ្វេមួយនេះគឺមានមនុស្សមកច្រើនណាស់នាងចាប់ផ្ដើមរៀបចំរបស់របរទាំងអស់នៅលើតុមុនពេលជូនវូមកដល់តែចៃដន្យដៃក៏ទង្គិចត្រូវកែវទឹកខ្លួនឯងធ្វើឲ្យវាស្ទើរតែធ្លាក់បែកខ្ទេចទៅហើយនាងខំប្រឹងទប់ចាប់វាបានទាន់ពេលវេលាមែនតែវាកំពុងរញ៉េរញ៉ៃពេញតុអស់ទៅហើយនាងព្យាយាមយ៉ាងខ្លាំងរក្សាលំនឹងទប់កែវទឹកជាប់នៅដៃម្ខាងហើយដៃម្ខាងទៀតកំពុងតែកាន់កុំព្យូទ័រយួរដៃនាងមានអារម្មណ៍ថាខ្លួនឯងច្បាស់ជាទប់វាមិនចង់ជាប់ទាំងពីរនោះទេហើយច្បាស់ជាត្រូវរបូតជ្រុះកែវទឹកនេះធ្លាក់ចុះទៅលើកំរាលឥតមិនខានប៉ុន្តែភ្លាមស្រាប់តែនៅពេលនោះឯង
ដែលប្រុស Green Flag ជូនវូមកដល់ល្មមហើយចាប់កែវទឹកនោះជាប់ មុនពេលវាធ្លាក់ដល់ដីនាងភាំងស្មារតីថែមទាំងអៀនខ្លាំងណាស់ដែលគាត់មកតាន់ពេលនាងកំពុងតែរញ៉េរញ៉ៃអញ្ចឹងចង់ពេលនឹងហ្មងគាត់ប្រាប់ឲ្យនាងទៅលាងដៃចាំគាត់ជាអ្នកហៅគេឲ្យមកជួយជូតសម្អាតឲ្យនាងខ្មាស់គេពេកក៏ប្រកែកញាប់ស្មេព្រោះរឿងហ្នឹងនាងគួរតែជាអ្នកជូតខ្លួនឯងតែស្ដេចសាលា Green Flag យើងមិនព្រមទេហើយក៏ដើរត្រង់ទៅបញ្ជូរតែម្ដងបង្ខំឲ្យនាងទៅលាងដៃឲ្យបានកុំមាត់ពេលកំពុងឈរលាងដៃហ្នឹងស្រាប់តែនាងទទួលបានសារពីឈីថាថ្ងៃនេះជួបគ្នាអត់បានទេណាព្រោះអីជាប់រវល់ថតម៉ូដអាជីនឃើញចឹងក៏សរសើរមិត្តខ្លួនឯងថាសាហាវមែនហើយក៏មានកម្លាំងចិត្តប្រឹងប្រែងដូចគ្នាពេលនាងដើរត្រឡប់មកតុវិញភ្លាមគឺស្អាតភ្លឹងអត់មានសល់អីទេរៀបរយឲ្យហើយគាត់ថែមទាំងយក smoothie ចេកមួយកែវមកឲ្យទៀតនាងអរគុណគាត់ហើយបងសង្ហាយើងក៏ឆ្ងល់ថាឲ្យតែជួបនាងម្ដងគឺឃើញផឹកតែទឹកចេកក្រឡុករហូតនាងប្រាប់ថាព្រោះតែនាងចូលចិត្តចេកខ្លាំងពេកពេលហ្នឹងកំឡោះ SSR ក៏ចាប់ផ្ដើមមកអង្គុយជិតនាងធ្វើឲ្យនាងឆ្ងល់ថាម៉េចមិនអង្គុយទល់មុខបែរជាមកអង្គុយគៀកគិតអញ្ចឹងគាត់ប្រាប់ថាត្រូវអង្គុយចិត្តអញ្ចឹងហើយដើម្បីចាំមើលនាងកុំឲ្យនាងធ្វើអីឆ្កងទៀតស៊ីមដាច់កែងហ្មងដើរទៅនេះទៅនោះទៀតកូនទុនសាយយើងក៏អៀនឡើងក្រហមមុខតែនៅតបថាទោះបីជានាងរៀនមិនសូវពូកែក៏ពិតមែនតែនាងតែងតែជួយធ្វើការងារក្រុមជានិច្ចនិយាយឲ្យចំនាងមិនមែនជាបន្ទុកទេហួសចិត្តនឹងក្មេងលប់គាត់ក៏ប្រាប់ឲ្យនាងបើកុំព្យូទ័រហើយក៏លួចសរសើរដែរនាងនៅចាំយកវាទាល់តែបានពេលខ្លះមើលទៅគាត់ដូចមករកតែរឿងនាងតែនាងនៅតែអរគុណដែលគាត់ជួយងាកមកឆយវិញថតម៉ូដរួចរាល់ក៏អរគុណក្រុមការងារហើយដើរចេញមកក្រៅនាងសម្រេចចិត្តថាមិនទាន់ចង់ទៅផ្ទះទេព្រោះថាម៉ោងនៅលឿនពេកមិនដឹងទៅធ្វើអីម្យ៉ាងត្រឡប់ទៅវិញក៏អត់មានអីធ្វើដែរនាងកំពុងគិតថាគួរតែបបួលនរណាដើរលេងស្រាប់តែឃើញសារយ៉ាងច្រើនពីជុងមីនព្រោះនាងទើបតែបោកគាត់ថានាងឈឺដើម្បីបានដោះសារគិចមិនជួបគាត់នាងខ្ជិលទៅមើលកូនសោះគិតចោះគិតឡើងថាតួសុំថតហើយនិយាយការពិតល្អអត់រួចក៏ផ្ញើសារមួយទៅប្រាប់ថានាងលួចក្រាស់គេបាត់ហើយកុំឲ្យឆាតមករំខាននាងទៀតទៅផាច់តែម្ដងចិត្តដាច់សាហាវដោយសារអត់មានអីធ្វើនាងសម្រេចចិត្តទៅហាងកាហ្វេដែលអាជីនប្រាប់ថាធ្វើកិច្ចការសាលាហើយបញ្ហាក៏ចាប់ផ្ដើមត្រង់នឹងឯងនាងមកដល់ហាងក៏ឃើញអាជីនអង្គុយជាមួយប្រុសបែកខ្នងម្នាក់ហើយនាងមិនដឹងសោះឡើយថាអាជីនធ្វើកិច្ចការជាមួយក្មេងប្រុសក្នុងឋានៈជាមួយគ្នាមុនពេលដើរចូលទៅនាងឆ្លោះកញ្ចក់មើលសម្រស់ខ្លួនឯងអោយប្រកាសថានាងស្អាតសិនចំណែកឯអាជីនកំពុងតែញាក់សាច់ដែលសង្សារកម្រិត SSR ជុនវូធ្វើកិច្ចការជាភាសាអង់គ្លេសឡើងរលូនដោយមិនបាច់ប្រើកម្មវិធីបកប្រែសោះហើយគាត់ធ្វើវាឡើងលឿនកប់រហូតនាងចាប់អារម្មណ៍ថាទូរស័ព្ទគាត់កំពុងរោគឺជុងគាត់លើកនិយាយហើយប្រុសកំសត់នោះកំពុងយំប្រាប់ថាទើបត្រូវគេបដិសេធហើយគេផ្លេចយើងពិតជាត្រូវការមិត្តភ័ក្តិពេលនេះជុនវូជាប្រុសក្រៀនហ្វ្លេកឡើងធុញព្រោះដឹងថាឆយច្បាស់ជានិយាយអាក្រក់សាហាវពេលនាងបដិសេធមិត្តគាត់ចុចបិទហើយប្រាប់អាជីនថាមានរឿងបន្ទាន់គាត់ត្រូវទៅសិនហើយកិច្ចការភាគច្រើនគឺធ្វើរួចរាល់នាងគ្រាន់តែត្រូវរៀបចំ design ប៉ុណ្ណោះនាងយល់ហើយប្រាប់គាត់ឲ្យប្រញាប់ទៅកុំបារម្ភអីនឹងធ្វើវាឲ្យបានល្អបំផុតរំភើបណាស់ដែលសង្សារស៊ីមនាងខំប្រឹងខ្លាំងម្ល៉េះនាងក៏ចង់ធ្វើចឹងដែរឆយនៅឈរលាបក្រែមមុខកញ្ចក់នៅឡើយស្រាប់តែពេលនោះនាង
ឃើញជុនវូដើរចេញនិយាយទូរស័ព្ទថាគាត់ទៅជួបយងមីននៅឯផ្ទះមិត្តភ័ក្តិពេលនោះហើយដែលនាងដឹងថាប្រុសដែលធ្វើកិច្ចការជាមួយអាជីនគឺជុនវូនាងសម្រេចចិត្តទៅអង្គុយក្រោយអាជីនដោយស្ងាត់ស្ងាត់មិនមាត់រហូតដល់តួឯកយើងធ្វើកិច្ចការរួចរាល់ហើយក៏សម្រេចចិត្តទៅបន្ទប់ទឹកនៅឯពេលនឹងនាងក៏ឆ្លៀតឱកាសអាក្រក់នឹងតែម្ដងតលេងខូចកុំព្យូទ័រអាជីនដើម្បីបំផ្លាញកិច្ចការទាំងមូលព្រោះបើសិនជា file បាត់ដោយអាចកំបាំងនោះច័ន្ទវូនឹងមិនបានបន្ទុល្អហើយច្បាស់ជាខឹងខ្លាំងដាក់អាជីនជាមិនខាននាងគិតអញ្ចឹងឯងតែរឿងវាមិនងាយស្រួលអញ្ចឹងទេព្រោះ computer អាជីនមានជួបផ្លេកសម្ងាត់នាងសាកវាយថ្ងៃកំណត់អាជីនចូលតែមើលទៅវាមិនមែនទេបន្ទាប់ពីសាកលេខផ្សេងពីរចុះឡើងដែលនាងគិតថាសមទំនងរួចមកនាងហាក់ស្ទាក់ស្ទើរតែនៅតែសាក់លបងមើលរហូតអាចបើកកុំព្យូទ័រនោះបានសម្រេចតាមពិតទៅលេខសម្ងាត់នោះគឺជាថ្ងៃកំណើតរបស់ឆយសោះរៀងរំភើបចិត្តបន្តិចពេលដឹងថាមិត្តខ្លួនពិតជាចូលចិត្តនាងខ្លាំងនាងសម្រេចចិត្តថាមិនលុបវចោលទាំងអស់ទេដោយទុកត្រឹមតែទំព័រមុខនឹងក្រោយប៉ុណ្ណោះនាងរៀបចំកលល្បិចនេះដើម្បីឲ្យពេលអាជីនមកវិញនាងគ្រាន់តែចុចផ្ញើអ៊ីមែលដោយមិនបាច់ឆែកមើលអីទាំងអស់រួចក៏អញាប់ញ័រពេលស្រមៃគិតដល់ទឹកមុខអាជីននៅថ្ងៃស្អែកលុះដល់ថ្ងៃដែលត្រូវប្រគល់កិច្ចការអ្នកគ្រូក៏បានបញ្ជាក់យ៉ាងច្បាស់ថានាងមិនអាចយល់ពីសាសដែលមិនព្រមប្រគល់កិច្ចការសោះឡើយជាពិសេសពេលគាត់បានបញ្ជាក់ច្បាស់ហើយថាវានឹងប៉ះពាល់ដល់បន្ទុកគាត់ក៏ចាប់ផ្ដើមហៅឈ្មោះក្រុមណាដែលមិនបានប្រគល់កិច្ចការអាជីននិងច័ន្ទវូពិតជាផ្លាក់ភាំងតាំងតែម្ដងដែលមានឈ្មោះក្នុងបញ្ជីគ្រប់គ្នាក្នុងថ្នាក់ចាប់ផ្ដើមនិយាយខ្សឹបខ្សៀវព្រោះវាជារឿងចម្លែកខ្លាំងច័ន្ទវូគឺរៀនពូកែមុខវិជ្ជាអង់គ្លេសណាស់ហើយការដែលគាត់មិនបានប្រគល់កិច្ចការបែបនេះច្បាស់ជាទាញទម្លាក់បន្ទុកគាត់យ៉ាងដំណំមិនខានពួកសោះចាប់ផ្ដើមសន្និដ្ឋានហើយប្រហែលជាបញ្ហាក្នុងក្រុមគឺមកពីអាជីនឯអាជីនជាភាគីបន្ទាប់ដែលត្រូវសងប្រកាសបជាតាច័ន្ទតែបកគលវាំងឆយអាចបំពេញភារកិច្ចធាក់ហាំភ័យស្លន់ស្លោហើយប្រាប់ថានាងបានផ្ញើវារួចហើយនឹងសុំឲ្យអ្នកហ៊ូឆែកមើលអ៊ីមែលគាត់ម្ដងទៀតអ្នកគ្រូក៏បញ្ជាក់ថាពួកគេពិតជាបានផ្ញើវាពិតមែនតែមានបញ្ហាខូច file ឯកសារហើយគាត់សួរថាតើនាងបានពិនិត្យមុនពេលផ្ញើឬអត់គ្រាន់តែនាងចុចបើកឯកសារកិច្ចការនោះមើលភ្លាមនាងក៏ទើបតែដឹងថាមានតែទំព័រមុខនិងក្រោយគេប៉ុណ្ណោះពេលហ្នឹងនាងចង់គាំងបេះដូងពេលឃើញចំណែករបស់ជុនអ៊ូបាត់រលីងឯកសារបាត់អស់ពួកមិត្តរួមថ្នាក់ចាប់ផ្ដើមនិយាយដើមថាពួកនាងប្រកាសជាខំតុបតែងពេកដល់ថ្នាក់ភ្លេចធ្វើមេរៀនហើយអាជីនចាប់ដើមភ័យស្លេកមកព្រោះគិតថាខ្លួនឯងនាំទុកឲ្យជុនអ៊ូហើយនាងឆ្ងល់ណាស់ថាមានរឿងអីទាំងដែលនាងពិនិត្យមើលគ្រប់យ៉ាងនឹងផ្ញើទៅយ៉ាងត្រឹមត្រូវនាងអៀនណាស់ក៏សុំគ្រូថាសុំពន្យាពេលបន្តិចបានអត់ដើម្បីនាងអាចផ្ញើកិច្ចការម្ដងទៀតស្រាប់តែប្រុសស៊ីមជុនអ៊ូចេញមុខការពារហើយសុំទោសគ្រូដោយប្រាប់ថាមានបញ្ហាបច្ចេកទេសហើយគេបានផ្ញើឯកសារម្ដងទៀតហើយអាជីនភ្ញាក់ផ្អើលមែនតែនព្រោះសង្បីនាងក៏មិនដឹងថាគេមានឯកសារនឹងដែរគ្រូក៏យល់ព្រមទទួលយកប៉ុន្តែគ្រូក៏តម្រូវឲ្យពួកគេឡើងធ្វើបទបង្ហាញភ្លាមដើម្បីឲ្យយុត្តិធម៌ដល់សិស្សផ្សេងដែលផ្ញើតនពេលអាជីនភ័យឡើងញ័រព្រោះនាងអត់បានត្រៀមខ្លួនសោះ Green flag June U Dota Muktnak ហើយលួងនាងថាកំភៃអីណាចាំជួយតាចុចបដូរ slide ទៅបានហើយនាងនៅតែភ័យទោះបីជាដឹងថាគេនឹងធ្វើបានល្អក្តីនាងដឹងថារឿងវឹកវរទាំងអស់នេះ
គឺមកពីនាងគ្រាន់តែគេចាប់ផ្ដើមបទបង្ហាញជាភាសាអង់គ្លេសគ្រប់គ្នាយ៉ាងស្តូកព្រោះការបញ្ចេញសម្លេងគេលយណាស់គូក៏ពេញចិត្តខ្លាំងពួកគាត់ស្រឡាញ់នឹងស្រាប់ថាគេពូកែសូម្បីតែអាជីងក៏លងដែរនាងដឹងថាគេរៀនពូកែតែក៏មិននឹកស្មានថាពូកែកម្រិត SSR អញ្ចឹងសោះដល់ម៉ោងចាញ់លេងគ្រប់គ្នានាំគ្នារត់ទៅកន្លែងញ៉ាំបាយអាជីនស្រែកហៅ ជួនអ៊ូមុនពេលគេដៅចាញ់នាងសរសើរ ថាពិតជាកោតសរសើរមែនទែនដែលគេនិយាយបានយ៉ាងរលូនទោះមិនបានត្រៀមទុកជាពិសេសនិយាយនៅមុខមិត្តរួមថ្នាក់ទាំងអស់ឥឡូវនេះទើបនាងយល់ថាហេតុអីគេច្រណែនងាកដែលនាងបានចូលក្រុមជាមួយអូតាជុនអ៊ូគឺលួយកប់សេរីតែម្ដងមុនពេលគាត់និយាយអីអាជីនប្រញាប់លូកមាត់សុំទោសរឿងឯកសារដែលខូចនោះយ៉ាងខ្លាំងនាងបានពិនិត្យយ៉ាងច្បាស់ហើយមុនពេលផ្ញើអត់ដឹងខូចមិនទេហើយទទួលចុចសងគុណគាត់វិញឲ្យខាងតែបានមើលទៅដូចជាគ្មានអ្នកណាចំទុកឱកាសឲ្យជូនអ៊ូនិយាយសោះព្រោះគ្រាន់តែពេលគាត់ទៅហាមាត់ប្រាប់ថាមិនអីទេមិនបាច់ឲ្យនាងខ្វល់ច្រើនទេអាមិត្តសម្លាញ់ចុងក៏លេចមុខមកកាត់ចង្វាក់ភ្លាមហៅគាត់ទៅទិញបាយពួកគាត់ដើរចេញពីថ្នាក់ទុកអាជីនឲ្យនៅម្នាក់ឯងក្រៅពីរំជួលចិត្តនឹងរឿងគ្រប់យ៉ាងដែលទៅកើតឡើងនាងដឹងច្បាស់ថាជុនអ៊ូហាមមិនឲ្យនាងខ្វល់មែនតែនាងនៅតែព្យាយាមរកវិធីសងគុណគាត់ជានិច្ចឥឡូវងាកមកមើលមីកូនរៀងឆ្នះរបស់យើងកំពុងដើររកអាជីនដើម្បីចង់មើលថានាងខកចិត្តខ្លាំងប៉ុណ្ណានៅពេលដែលមិនបានបញ្ជូនកិច្ចការសាលាព្រោះមីនឹងគិតទៅក្នុងចិត្តថាជុនអ៊ូច្បាស់ជាខឹងសម្បាដាក់នាងហើយពេលនេះនាងប្រកាសជាកំពុងពិបាកចិត្តងាប់ហើយវាក៏ដើរចូលទៅសួរនាំធ្វើជាបារម្ភពីមិត្តសម្លាញ់ខ្លួនឯងតែរឿងវាមិនចឹងព្រោះអាជីនមើលទៅដូចជារីករាយខ្លាំងម្ល៉េះតួឯកស្រីយើងរៀបរាប់ត្រាប់ពីរឿងគ្រប់យ៉ាងជុនអ៊ូលយប៉ុណ្ណាពេលជួយសង្គ្រោះកិច្ចការនោះហើយនាងគិតថាពួកនាងប្រកបជាបានពិន្ទុខ្ពស់ហេតុនេះទើបឥឡូវកំពុងគិតថាគួរទិញនំអីមកទិញសងគុណគាត់វិញឲ្យសមពេលនោះឆុយក្តៅក្រហាយខ្លាំងណាស់មិនក៏ផែនការវារលាយបាត់បែបនេះទៅវិញងាកមកនៅឯទីធ្លាសាឡាជុងនិយាយប្រាប់ជុនអ៊ូថារឿងរ៉ាវមិនបានដើរតាមអ្វីដែរគេចង់បានសោះជុនអ៊ូសួរថាគេចង់និយាយពីរឿងអីគេក៏ប្រាប់ថាជារឿងឆយដូចជាទៅនិយាយគ្នាពីម្សិលមិញគ្រប់យ៉ាងមើលទៅធម្មតាទេចុងធូរចិត្តហើយតែថ្ងៃនេះគេធ្លាក់ទឹកចិត្តម្ដងទៀតហើយគេប្រាប់ថាបេះដូងគេលោតញាប់សាហាវទោះជាគេខំប្រឹងធ្វើជាមិនខ្វល់ពីនាងក៏ដោយពេលដែលដៅជួបគ្នានៅសាលាក៏ដោយហើយដោយសារនេះជាលើកទី1ដែលគេមានអារម្មណ៍បែបនេះទោះជាដឹងនាងមានក្រាស់ហើយតែនៅសង្ឃឹមប្រហែលនៅសង្ឃឹមជាប់តែព្រះបុត្រាជូនវូកាត់ផ្ដាច់ភ្លាមហើយប្រាប់ថាកុំរវារវាយទេគ្មានសង្ឃឹមឡើយគ្រាន់តែស្រមៃខ្លួនឯងទេតែច្បាស់ណាស់យ៉ុងមីនមិនខ្វល់ឡើយហើយថាជុនវូមិនយល់សោះពីរសជាតិនៃរឿងស្នេហាយុវវ័យហើយដោយសារតែជិតដល់ពេលដំណើរកំសាន្តសាលាហើយគាត់ចាំបាច់ត្រូវតែខំប្រឹងញ៉ែយកចិត្តនាងឲ្យបានចំណែកឯជុនវូវិញនឹកឃើញពេលឈីសារភាពស្នេហ៍ទើបប្រាប់មិត្តភ័ក្តិឲ្យឈប់ឈួតរឿងនេះទៅហើយងាកមកខំរៀនសូត្រវិញទៅព្រោះបើប្រឡងធ្លាក់ពិន្ទុគាត់ច្បាស់ជាត្រូវគេដកទូរស័ព្ទមិនខានអាប៉ានេះគ្រាន់តែតបថាស្នេហាសំខាន់ជាងអ្វីទាំងអស់ជុនវូគ្មានថ្ងៃយល់ទេព្រោះថាថ្ងៃគិតតែពីរៀនធ្វើខ្លួនជាក្មេងល្អកម្រិតព្រះហើយគាត់គ្មានមនុស្សពិសេសដែលគាត់ចង់បណ្ដើរទៅមើលផ្ការីកជាមួយឡើយជុនវូដែលមិនយល់ពីភាពរ៉ូមែនទិកពេលមើលផ្កាលួចញញឹម
នឹកឃើញរឿងមួយដោយមិនដឹងខ្លួន ពេលក្មេងស្រីស្ងៀមស្ងាត់អាជីនសរសើរគាត់ក្នុងម៉ោងអង់គ្លេស ចំណែកឯងាកមកម្ខាងទៀតមើលទៅហាក់បីដូចជា មេធ្មប់ចិត្តច្រណែនកំពុងតែក្តៅក្រហាយរឿងភាពស្និទ្ធស្នាលរបស់ជុនវូនិងអាជីនខ្លាំងណាស់ឈីដូចជា កំពុងស្ដាយក្រោយដែលធ្វើរឿងទាំងនេះដើម្បីជន់វូ ជាពិសេសដោយសារតែវាមិនបានផ្ដល់លទ្ធផលអីដល់នាងសោះផ្ទុយទៅវិញអ្វីដែលនាងធ្វើបែរជាជួយរុញអ្នកទាំងពីរឲ្យកាន់តែគៀកជីតស្នេហ៍ការដែលអាជីនមិនព្រមស្ដាប់តាមនាងរឿងដែលឲ្យនៅឆ្ងាយពីជុនវូកាន់តែធ្វើឲ្យនាងក្តៅស្លឹកត្រចៀកហ៊ុយផ្សែងនាងត្រឡប់មកផ្ទះវិញទាំងហត់នួយពេញមួយថ្ងៃហើយថែមទាំងឈឺក្បាលនាងគ្រាន់តែចង់ដាក់ខ្លួន សម្រាប់ប៉ុណ្ណោះតែពេលនាងបើកទ្វារភ្លាមនាងក៏ឮសំឡេងឆ្លោះគ្នាពីរឿងលែងលះ នោះគឺជាប៉ារបស់ឈីដែលលេចមុខមកដើម្បីទាមទារសុំម៉ាក់របស់នាងលេងលះគ្នាពួកគាត់កំពុងតែឆ្លោះគ្នាយ៉ាងខ្លាំងហើយឈីមិនយល់សោះថាតើគាត់ត្រឡប់មកវិញធ្វើអីបើឲ្យតែមកម្ដងពួកគាត់តែងតែឆ្លោះគ្នាបែបនេះរហូតការហ្វុកប្រកែកគ្នានៅតែបន្តមើលទៅហាក់ដូចជាប៉ារបស់ឈីមានស្រីក្រៅបាត់ទៅហើយទើបតែបានជាហេតុផលដែលគាត់ចង់បែកបាក់ពីគ្រួសារចាស់របស់គាត់ធុញថប់នឹងរឿងរ៉ាវគ្រប់យ៉ាងដែលកំពុងតែកើតឡើងតោះអ្នកទាំងអស់គ្នាពីសាលាហត់ហើយឥឡូវត្រូវមកប្រឈមមុខរឿងនេះមួយទៀតនៅផ្ទះនាងពិតជាទ្រាំលែងបានមែននិយាយត្រង់ហើយចង់តែបញ្ចប់រឿងឈួតនេះភ្លាមតែម្ដងឲ្យចប់សពគ្រប់និយាយមែនឪពុករបស់នាងប្រើពាក្យសម្ដីជេរប្រមាថម្ដាយនាងយ៉ាងចាស់ដៃហើយប្រាប់ឲ្យគាត់ប្រញាប់ស៊ីញេលែងលះគ្នាទៅព្រោះមិនខ្វល់សោះឡើយថាតួម្ដាយចង់ឬមិនចង់ក៏ដោយតែនៅទីបំផុតនាងត្រូវតែធ្វើតាមគាត់ប៉ុន្តែជីក៏លោកមាត់សួរថាចុះឯងស្រីញីរបស់គាត់នឹងគិតបោះបង់ចោលដែរឬអត់ចុះហេតុអីបានជាគាត់ចង់លែងលះធ្វើអីដោយសារតែខឹងនឹងកូនស្រីចូលលូកមាត់គាត់ក៏ទះកំភ្លៀងមួយប៊ុំនាងមួយទំហឹងតែម្ដងឥឡូវអ្នកទាំងអស់គ្នាដឹងហើយថាហេតុអីបានជាផ្លូវចិត្តជីហ៊ីคล้ายជាវឹកវរបែបនេះម្ដាយរបស់ជីក្រោកឈរតទល់ភ្លាមហើយថាគាត់គ្មានសិទ្ធិមកលើកដៃវាយកូនស្រីរបស់ពួកគេជាដាច់ខាតហើយគាត់ក៏គួរតែរើចេញទៅនាងពិតជាមិនព្រមលែងលះឲ្យគាត់ទេគាត់ក៏ដើរចេញទៅចំណែកម្ដាយក៏ព្យាយាមចូលមកលួងលោមជីតែនាងបែរជាប្រាប់ម្ដាយឲ្យលែងលះជាមួយគាត់ទៅឲ្យហើយទៅព្រោះតែឪពុករបស់នាងសាហាវពេកមិនមែនជាមនុស្សទេឥឡូវហ៊ានវាយនាងទៀតម្ដាយនាងនៅតែបន្តបិទភ្នែកការពិតហើយនិយាយថានាងមិនអាចនិយាយបែបនេះទេព្រោះយ៉ាងណាគាត់គឺជាឪពុកបង្កើតពេលនេះឈួយខឹងខ្លាំងមែនតែនក៏ស្រែកសន្ធប់ដាក់ចំម្ដាយតែម្ដងថាគាត់អាក្រក់ជាងឪពុករបស់នាងទៅទៀតដែលបណ្ដោយឲ្យរឿងនេះបន្តបែបនេះឆយក៏ចាក់សោខ្លួនឯងក្នុងបន្ទប់តែម្នាក់ឯងគិតថាតើនាងគួរតែផ្លាស់ប្ដូរជីវិតដ៏សែនរលួយបច្ចុប្បន្ននេះយ៉ាងម៉េចល្អតែនាងបែរជាក្រឡេកទៅឃើញនំចាច្រើននៅលើតុដែលត្រូវផ្ញើមកដោយអាជីនដោយប្រាប់ថានាងពិតជាស្រឡាញ់និងខ្វល់ពីមិត្តភក្តិខ្លាំងណាស់រឿងនេះរឹតតែធ្វើឲ្យជីខឹងនាងទាញទម្លាក់នំទាំងអស់ទៅលើឥដ្ឋតែម្ដងព្រោះសម្រាប់នាងអាជីនគឺតែងតែសំណាងជានិច្ចតែងាកមើលមកឆយវិញគឺគ្មានអ្វីល្អសោះឡើយហើយច្បាស់ណាស់នាងសម្រេចចិត្តប្រមូលយកកំហឹងនិងការស្អប់ទាំងអស់នេះបង្កើតជាផែនការលំដាប់ VIP មួយកុំតិចអាជីនយប់នោះឯងនៅឯផ្ទះរបស់ជានូអៃដលយើងកំពុងមានជីនវូកំពុងរៀនគួរតែអារម្មណ៍គាត់មិនអាចឈប់គិតសោះថាម៉េចឃើញផ្កានឹកឃើញដល់អាជីនដល់ថ្នាក់លោកគ្រូសង្កេតឃើញថាគាត់កំពុងខ្វល់ចិត្តលោកគ្រូ
និយាយថានេះជាលើកដំបូងដែលឃើញជនវូភ្លឹកគាត់ប្រញាប់បដិសេធថាខ្នន់តែភ្លឹកធម្មតាទេតែលោកគ្រូនៅតែសួរលេងថាកំពុងលួចក្រាស់អ្នកណាហើយច្បាស់ណាស់មុននឹងឆ្លើយគាត់នឹកឃើញម្ដងទៀតដល់តួឯកស្រីយើងអាជីនជាលើកទី1ដែលឃើញកំឡោះ SSR ជនវូអៀនឡើងក្រហមមុខពេលគិតដល់នាងលោកគ្រូប្រាប់ឲ្យខំរៀនបន្តិចមុននឹងបន្តរៀនមេរៀនងាកមកកាន់ផ្ទះកុំសន់ឆាប់អំពីអ្នកដែលអត់ដឹងរឿងអ្វីទាំងអស់មានគេលួចស៊ីមពីក្រោយខ្នងនោះនាងកំពុងដុតនំធ្វើឃុកគីទុកឲ្យមិត្តភ័ក្តិថ្ងៃស្អែកពេលដើរលេងប៉ាម៉ាក់នាងមកផ្ទះពីធ្វើការហើយប្រាប់កុំឲ្យដេកយប់ជ្រៅពេកព្រោះស្អែកនាងត្រូវលេងមួយថ្ងៃពេញនាងប្រាប់ថាគ្រាន់តែចាំដុតឃុកគីឲ្យមិត្តភ័ក្តិឆ្អិននាងនឹងចូលគេងហើយពួកគាត់សរសើរថាមិត្តភ័ក្តិនាងពិតជាសំណាងណាស់ដែលទទួលបានក្តីស្រឡាញ់ច្រើនពីកូនស្រីខ្លួនប៉ាគាត់សប្បាយចិត្តជាមួយរឿងនេះក៏ហុចលុយឲ្យអាជីនខ្លះទុកដើរលេងថ្ងៃស្អែកឲ្យសប្បាយនិងទិញអំណោយតិចតួចងាកមកបន្ទប់វិញរៀបចំអីវ៉ាន់សម្រាប់ថ្ងៃស្អែកហើយនាងកាត់ថានឹងយកឆ្នាំងសាចាឡាត់តាមពេលសម្លឹងមើលជំរឿទាំងពីរនាងនឹកឃើញរឿងមួយដែលកើតឡើងកាលពី1ឆ្នាំមុននៅអន្តេវាសិកដ្ឋានសាកលវិទ្យាល័យវ៉ៃអាជីនព្យាយាមបញ្ចុះបញ្ចូលមិត្តផ្សេងទៀតឲ្យគេងព្រោះម្យ៉ាងវាជាថ្ងៃដំបូងនៃការបោះជំរំតែពួកគេអត់ចាប់អារម្មណ៍ទេនៅក្នុងការគេងទីនោះមួយយូរវិធ្វើព្រោះតែចង់បានបន្ទុកបន្ថែមទេតែវាអត់លុយសោះពួកគេក៏នឹកថាអាជីនត្រូវគេស្ដីឲ្យក្នុងថ្នាក់រឿងលួចងងុយដេកហើយនាងសូម្បីតែមិនខ្វល់ពីបន្ទុករបស់នាងសោះចឹងពួកគេគួរតែនាំគ្នាលួចចេញទៅក្រៅបន្ទាប់មកនាងក៏យល់ព្រមតាមការបបួលនោះព្រោះតែនាងមិនចង់នៅទីនោះម្នាក់ឯងទេនៅក្នុងទីងងឹតពួកគេប្រឹងលួចដើរចេញទៅក្រៅយ៉ាងស្ងាត់ស្ងាត់កុំឲ្យគ្រូចាប់បានតែស្រាប់តែគៀងហ្មងនៅពេលដែលភ្លើងបើកឡើងហើយជំនួយការរបស់គ្រូចាប់បានថាពួកគេលួចចេញក្រៅអាជីនញាក់សាច់ហ្មងពេលបានឃើញជំនួយការដ៏សង្ហាក៏អូសទាញមិត្តភ័ក្តិឲ្យទៅបន្ទប់វិញនាងអៀនមុខក្រហមហើយគិតថានេះជាលើកទី1ហើយដែលនាងប្រហែលជាកំពុងតែយល់អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍តាំងពីឃើញដំបូងកាលនោះនាងនៅចាំថាមិនដឹងបានភាពក្លាហានពីណាទេប៉ុន្តែនាងសម្រេចចាត់ចូលទៅនិយាយនិងសុំលេខទូរស័ព្ទគាត់ពួកគេឆាតលេងស្ទើរតែរាល់ថ្ងៃតែរឿងគ្រប់យ៉ាងប្រែប្រួលពេលគាត់មានសង្សាររឿងនេះធ្វើឲ្យតួឯកយើងបែកបេះដូងខ្ទេចទោះបីជានាងដឹងច្បាស់ថាសម្រាប់គាត់នាងគ្រាន់តែជាសិស្សដែលគាត់ស្គាល់គ្នានៅខាំហើយនៅពេលនោះហើយទើបយើងដឹងថាតាមពិតអ្នកដែលកាត់អុយដុំសាកថ្មនោះគឺមិនមែនជាប៉ារបស់អាជីនទេវាគឺជាក្រាស់ដំបងរបស់នាងខ្ញុំសុំទោសផងនាងញញឹមសប្បាយចិត្តពេលអង្គុយមើលដុំសាកថ្មហើយគិតលេងៗថាថ្មីនេះគាត់សុខទុក្ខយ៉ាងណាដែរត្រឡប់មកពេលបច្ចុប្បន្ននេះយើងក្រឡេកមើលទៅទស្សនវិជ្ជានៅសាកលវិទ្យាល័យវាយដែលក្រាស់កម្រិត SSR របស់នាងត្រូវស្រីចោមរុំដោយ King ហើយទទួលបានការអបអរដែលបានចុះកម្មសិក្សាបង្រៀននៅសាលាមួយពួកស្រីនៅជុំវិញនាំគ្នាអបអរគាត់ហើយសួរថាគាត់នឹងទៅចុះកម្មសិក្សានៅឯណាពិតណាស់គឺប្រកាសជានៅឯវិទ្យាល័យសូរិននឹងហើយអូខេក្រោយស្ពយថាកំឡោះសង្ហានឹងคล้ายជាស៊ីមនាងនាពេលអនាគតរួចមកពេលនេះយើងក៏ឈានមកដល់ថ្ងៃដំណើរកំសាន្តរបស់សាលាពួកសិស្សនាំគ្នាត្អូញត្អែថាពួកគេចង់ទៅលេងនៅកោះឬក៏កន្លែងផ្សេងដែលឆ្ងាយជាងនេះ
ចំណែកតួឯកយើងស្ងាត់តួស្រីយើងគិតតែពីខ្វល់ថាមិត្តនាងឈ្មោះឆយនៅឯណានាងខរោគហើយហៅជួបគ្នាព្រោះនាងមានរបស់សំខាន់ដែលត្រូវហុចឲ្យនាងមុនពេលចេញដំណើរស្រាប់តែពេលងាកក្រោយនាងក៏ឃើញមិត្តសម្លាញ់តែងខ្លួនឡើងកប់ស្លៀកអាវវាពោះបញ្ជាក់ថាមកជើងនេះមិនមែនមកលេងទេអាជីនដែលជាសិស្សគំរូស្ងៀមស្ងាត់នោះឃើញហើយទើសភ្នែកព្រោះយើងនៅជានិស្សិតក៏ស្ដីឲ្យមិត្តនាងថាសម្លៀកបំពាក់ទាំងនោះបញ្ចេញសាច់ខ្លាំងពេកហើយឆយលឺហើយក៏ខឹងឆាវប្រាប់ឲ្យឈប់ទាញអាវរបស់នាង ព្រោះនាងស្លៀកបែបនេះគឺអែមណាស់ទៅហើយភ្លាមនោះគ្រប់គ្នាក៏ឈប់ងក់ហើយសម្លឹងមើលភាពសង្ហារបស់ស្ដេចប្រុសប្រចាំសាលាយើងទាំងអាជីននិងឆយសុទ្ធតែគាំងនឹងភាពសង្ហាកម្រិត SSR នឹងការតែងខ្លួនដតទាកទាញរបស់គេស្រីមួយចំនួនចូលទៅញ៉ែសរសើរថាគេពាក់ខោអាវធម្មតាឡើងសង្ហាហើយសួរចង់ដឹងថាគេគិតទុកមុនឬនៅថាត្រូវអង្គុយជាមួយនរណាលើរថភ្លើងចំណែកឯមិត្តភ័ក្តិរបស់ចានវូវិញកំពុងតែបញ្ចេញស្រាដែលលួចយកមកផឹកលេងយប់នេះហើយបំរុងហៅស្រីមកជុំគ្នាឆយលឺហើយក៏ចាប់អារម្មណ៍ភ្លាមតែម្ដងព្រោះនាងចង់ឆ្លៀតឱកាសនេះដើម្បីបានស្និទ្ធស្នាលជាមួយជេនវូហើយពួកប្រុសក៏និយាយថាបន្ទប់ដែលពួកគេនឹងហៅស្រីមកជុំគ្នាគឺបន្ទប់របស់អាជីនភ្លាមនោះឆយក៏កាត់ចង្វាក់ពួកគេភ្លាមហើយស្រែកហៅឈ្មោះជុងមីងភ្ញាក់ព្រើតឡើងគៀងព្រោះមិននឹកស្មានថានាងមករកគេហើយនាងនិយាយថាមិនចង់រំខានទេប៉ុន្តែស្ដាប់ទៅកម្មវិធីយប់នេះមើលទៅទំនងជាសប្បាយកប់ហើយនាងក៏ចង់ចូលរួមដែរប្រកាសណាស់អាល់អិតយើងយល់ព្រមភ្លាមហើយថែមទាំងគិតថាវាពិតជាលយទៀតផងគ្រប់គ្នាក៏ចាប់ផ្ដើមឡើងរថភ្លើងហើយរកកន្លែងអង្គុយរៀងខ្លួនថតរូបលេងយ៉ាងសប្បាយកប់សេរីជាមួយមិត្តភ័ក្តិប៉ុន្តែឆយបែរជាទើសទាល់ព្រោះនាងមិនយល់សោះថាហេតុអីបានជាគ្រប់គ្នាថតរូបច្រើនយ៉ាងនេះទាំងដែលគ្រាន់តែជិះរថភ្លើងសោះអញ្ចឹងហើយនាងព្យាយាមពួនរួមខ្លួននៅគៀនជញ្ជាំងដើម្បីគុំឲ្យជាប់មុខក្នុងរូបថតអ្នកដទៃនាងនឹកឃើញរឿងកាលពីព្រឹកមិញមុនពេលដែលចេញពីផ្ទះម៉ាក់បានដើរមកហុចរបស់ឲ្យនាងនៅស្រោមសម្បុត្រដែលមានលុយពេញដោយប្រាប់ថាប៉ារបស់នាងបានទុកលុយនេះឲ្យនាងចាយពេលដើរលេងឆយមានអារម្មណ៍ធុនថប់ក្តៅក្រហាយខ្លាំងជាមួយរឿងនេះហើយក៏បោះលុយនោះចោលតែម្ដងដោយនិយាយថាគ្មានប្រយោជន៍អីត្រូវឲ្យលុយនាងទេក្រោយពីគាត់បានធ្វើរឿងអាក្រក់ដាក់នាងប៉ុន្តែអ្វីដែលម៉ាក់របស់នាងចេះនិយាយនៅពេលនោះគឺប្រាប់នាងកុំឲ្យបន្ទោសប៉ាបែបនេះអីកាត់ទៅមើលទូរភ្លើងមួយទៀតវិញឥឡូវនេះអាជីនកំពុងតែមានអារម្មណ៍ថាក្តៅស្អុះស្អាប់ខ្លាំងណាស់ព្រោះនាងជ្រើសរើសពាក់អាវដៃវែងមកថ្ងៃនេះដូច្នេះនាងក៏គិតចង់ហៅឆយឲ្យទៅទិញទឹកកន្លែងទូស្វ័យប្រវត្តិជាមួយគ្នាតែឆយកំពុងតែគេងលក់ទើបនាងសម្រេចចិត្តដើរទៅម្នាក់ឯងពេលដើរទៅដល់ទីនោះនាងស្រាប់តែឃើញជុនវូកំពុងតែទិញទឹកផឹកគេសួរនាងថាចង់ញ៉ាំអីអត់ហើយនាងក៏ចង់ញ៉ាំទឹកដូចជារូបគេដែរគឺជាទឹកផ្លែប៉ោមខៀវដ៏គួរឲ្យទាក់ទាញដែលនាងលន់មាត់ថាពិតជាគួរឲ្យចង់ញ៉ាំណាស់ពេលដែលនាងរៀបនឹងជោគទិញនាងស្រាប់តែឃើញថាទឹកនោះអស់បាត់ទៅហើយដបចុងក្រោយនោះគឺជូនវូជាអ្នកទិញក្នុងនាមជាតួឯកប្រុស Green Flag កម្រិត SSR គេក៏សម្រេចចាត់ហុចទឹកនោះឲ្យនាងផឹកជំនួសវិញដោយនិយាយប្រាប់ថាតាមពិតអ្នកដែលត្រូវញ៉ាំវាគឺយ៉ងមីនឯណោះទេប៉ុន្តែដោយសារតែគេកំពុងតែគេងលក់នាងអាចយកវាបានដោយសេរីនាងញញឹមទទួលយកទឹកនោះយ៉ាងសប្បាយចិត្តហើយសួរថាតើវាពិតជាមិនអីទេមែនអត់គេក៏ប្រាប់នាងថាមិនអីទេនាងក៏យកវាមក
មួយរំពេចនោះជូនវូคล้ายជាស៊ីមផ្លេចខ្លួនលែងតបតព្រោះរវល់តែចង្ហុំមាត់លងសម្រស់នាងប៉ុន្តែស្រាប់តែមានប្រុសម្នាក់រត់ចូលមកកន្លែងពួកគេទាំងប្រញាប់ប្រញាល់ហើយក៏ជ្រុលទៅបុកអាជីនមួយទំហឹងធ្វើឲ្យយើងអ្នកមើលឃើញឈុតឆាកចិត្តថើបគ្នាដោយអចេតនាមួយទីរាយយូនវូប្រញាប់សុំទោសខណៈពេលដែលអ្នកទាំងពីរកំពុងតាំងស្មារតីឡើងវិញអាជីនមានអារម្មណ៍ថានៅត្រង់ភ្នែកបន្តិចព្រោះថាវ៉ែនតារបស់នាងក៏ត្រូវប៉ះទង្គិចដែរហើយពេលនោះជូនវូក៏បានស្រូបក្លិនក្រអូបឈ្ងុយនៃផ្លែប៉ោមខៀវពីខ្លួនរបស់នាងម្ដងទៀតនាងងើបមកសម្លឹងមើលទៅគេទាំងគ្មានវ៉ែនតាពាក់ហើយក៏សួរថាគេមិនអីទេមែនទេចំណែកឯជូនវូគាត់រុញនាងចេញភ្លាមហើយនាងយល់សោះថាមិនគាត់ធ្វើអញ្ចឹងវគ្គនេះរំលឹកនាងដល់ពេលដែលជួបគ្នាដំបូងនៅសួនពេលគាត់បានជួយនាងពីអាឡប់នោះហើយគាត់សួរថាមិនព្រមប្រើជើងធាក់បដៃនាងរវល់កាន់អីវ៉ាន់នាងក៏នឹកឃើញពេលដែលឆយប្រាប់ថាគាត់បានបោះចោលដុំសាក់ថ្មនាងចូលធុងសំរាមដោយសារតាអត់យល់នាងសួរថាម៉េចគាត់ចូលចិត្តធ្វើបាបនាងម្ល៉េះគាត់ដឹងខ្លួនថានាងកំពុងយល់ច្រឡំធំហើយនាងមើលទៅដូចជាគិតថាគាត់អត់ចូលចិត្តនាងស្រាប់តែពេលនោះទប់មាត់ឡើងជាប់គាត់ក៏ជ្រុលមាត់និយាយថាគាត់កងក្រាស់នាងលោកអើយទូឯកស្រីរបស់យើងបានសង្សារកម្រិត SSR ខ្ញុំក៏ភ្ញាក់ផ្អើលដែរមិនគាត់ហ៊ានថាចូលចិត្តនាងអត់យល់អីទាំងអស់នាងកំពុងព្យាយាមគិតវែកញែកប៉ុន្តែគិតមិនក៏អត់ចេញហើយនាងឆ្ងល់ថាម៉េចគាត់ចូលចិត្តនាងតែមុនពេលនាងរកនឹកឃើញគាត់ស្រាប់តែសើចហើយប្រាប់ថាទឹកមុខនាងមិញនេះពិតជាកំ pl ែងមែនតែនហើយគាត់ពិតជាចូលចិត្តនាងព្រោះតែមុខនាងពេលភ័យគឺកំ pl ែងលុយញាក់តែម្ដងច្បាស់ណាស់នាងយល់ច្រឡំហើយចាប់ផ្ដើមជេរនឹងវីគាត់ទាំងខឹងសម្បានឹងអៀនខ្មាស់ហើយគាត់ស្រែកថាឈឺណាស់នាងគ្រាន់តែប្រាប់ថាគាត់សមតែត្រូវចឹងហើយដើរចេញទៅជុនអ៊ូស្រែកហៅនាងពីក្រោយប៉ុន្តែនាងធ្វើមិនដឹងមិនឮហើយគាត់គិតអត់យល់ថាម៉េចបាននាងខឹងអ្វីដែលនាងគិតឃើញគឺថាវាមិនសមសោះឡើយទោះបីគាត់ជាសិស្សកាលីបប្រចាំសាលាក៏ដោយក៏អត់មានសិទ្ធិមកធ្វើលេងសើចដាក់នាងចឹងដែរនាងអត់ចង់ឲ្យគេចាត់ទុកដូចជារបស់លេងទេទាំងធ្មួយទឹកភ្នែកនាងនឹកឃើញដល់ថ្ងៃជួបគ្នានៅហាងកាហ្វេហើយគាត់បានហុចភេសជ្ជៈឲ្យនាងពេលនាងកំពប់ពេលនោះនាងគិតថាគាត់ជាមនុស្សប្រុសល្អតែរឿងដែលគាត់សារភាពស្នេហ៍ប្រាប់នាងបើវាជារឿងលេងសើចនាងពិតជាអត់ដឹងថាត្រូវធ្វើម៉េចទេតើគាត់គ្រាន់តែលេងសើចឬមួយក៏គាត់និយាយមែនតែននៅពេលទៅដល់កន្លែងដើរលេងពួកសិស្សនាំគ្នាត្រៀមថតរូបទុកផុសគ្រូប្រាប់ថាកុំឲ្យរញ៉េរញ៉ៃច្រើនកុំដើរបង្កបញ្ហាហើយត្រូវមកជួបគ្នានៅកន្លែងចាស់ម៉ោង6គ្រប់គ្នាយល់ព្រមហើយក៏បំបីគ្នាដើរលេងរៀងខ្លួនចំណែកឯសាលីតួឆ្នះយើងមិនដឹងរឿងលើរថភ្លើងទេកំពុងតែដើររកឆាន់វូតែស្រាប់តែមានប្រុសស្ទាវ3នាក់ដើរមកញ៉ែមើលទៅដូចអ្នកម្ដុំនឹងមកចោមរួមញ៉ែនាងដឹងថាក្មេងស្ទាវអស់នេះសុទ្ធតែព្រាននារីក៏ធ្វើមិនខ្វល់ហើយឈួនលហចេះតែដើរទៅមុខតែពួកវានៅតែតាមសុំលេខទូរស័ព្ទនាងហើយមានម្នាក់នោះហ៊ានលូកដៃមកអោបស្មានាងជាប់ទៀតនាងប្រឹងនិយាយថានាងឲ្យ account IG ជំនួសលេខទូរស័ព្ទវិញបានទេដើម្បីឲ្យវាព្រមលែងតែអាប្រុសនោះនៅតែចេះសុំលេខឲ្យទាល់តែបានហើយនាងនៅតែបន្តថាឲ្យតែឈ្មោះ IG ទេហើយឆាតមកពេលណាក៏បាននាងច្បាស់ជាតបមិនប្រងើយកណ្ដោយទេយ៉ាងណាមិញដោយសារតែពួកវាមានគ្នា3នាក់នាងចាប់ផ្ដើមភ័យបុកពោះតិចហើយ
ព្រោះមិនដឹងថានាងអាចរកផ្លូវ រួយខ្លួនពីទីនេះបានទេតាមពិតនាង សូម្បីតែអាយជីក៏មិនចង់ឲ្យដែរ ពេលនោះហើយដែលតួឯកយើងលេចមុខមក ជួយសង្គ្រោះមិត្តសម្លាញ់នាង នាងស្រែកថា គ្រូហាមមិនឲ្យនិយាយលេងជាមួយអ្នកដែល មិនមែនជាសិស្សសាលាយើងទេ នាងទាញដៃជីរត់ប្រូចតែម្ដងពួកនោះ មិនរត់តាមទេ តែមើលទៅ មិនព្រមឈប់ត្រឹមនេះទេ ពួកនាងនៅតែរត់មិនងាកក្រោយទេ ចំណែកអាជីនកំពុងក្តៅក្រហាយដែលពួកនោះហ៊ានធ្វើចរិត បែបនេះដាក់មិត្តខ្លួនហើយ នាងមិនទាន់ដឹងថាមិត្តម្នាក់នេះនឹងនៅក្បែរ នាងរហូតទេ ដើម្បីបន្ធូរបរិយាកាស បន្តិចឆយនិយាយថា នាងមិនបាច់និយាយគួរសមទេជាមួយពួកស្ទាវនោះព្រោះពួកវាបងនាងតែមួយឆ្នាំប៉ុណ្ណោះពួកវាក៏ប្រហែលជាមកដើរលេងជាមួយសាលាដែរហើយនាងក៏សើចនឹងរឿងនេះតែម្ដង អាជីនស្ងើចសរសើរដែល ឆយធ្វើខ្លួនធម្មតាមិនខ្វល់បែបនេះហើយប្រាប់ថា មុខពួកគាត់មើលទៅដូចមិនមែនក្មេង ស្រកគ្នាហើយថែមទាំងចាស់ជាងវ័យ មិនដូចក្មេងរៀនទេ ពួកគេសើចក៏អឹកហើយបន្តដំណើរទៀតលុះដល់យប់ពេលត្រឡប់មកដល់បន្ទប់ពួកស្រីៗ ក្នុងបន្ទប់របស់អាជីននាំគ្នាឆ្ងល់ ថាមិត្តផ្សេងទៀតបាត់ណាអស់ អាជីនចាប់ផ្ដើមស្វោះថាតើពួកនាងកំពុងរងចាំនរណាស្រាប់តែទ្វារបើកឡើង ឃើញចុងមីននិងគក់ម៉ាក់យួរវ៉ាលីមួយវ៉ាលីពេញទៅដោយភេសជ្ជៈតែម្ដងប្រកាសណាស់ឆយក៏មកដែរហើយពិសេសគឺគីងសាឡាជុនវូក៏មកដែរ ពួកស្រីៗហាក់មិនសូវស្វាគមន៍វត្តមាន ឈីទេឯអាជីនមិនទាន់ដឹង ថាជុនវូនៅទីនេះទេ គាត់គ្រាន់តែដើម្បីសុំទោសនាង ព្រោះតាមពិតកំពូលបរោះ SSR មិនចូលចិត្តជួបជុំសោះឡើយពេលដឹងថាមក នាងមានអារម្មណ៍ថាអៀនបន្តិច ខ្លាំងខណៈស្រីៗផ្សេងទៀតកំពុងតែ ស្រែកអ៊ូអគ្រប់គ្នាអង្គុយចុះហើយជជែកគ្នាញ៉ាំនំបង្កើតភាពអៀនព្រៀន បែបស្ងាត់ស្ងៀមរវាងគីងជុនវូនិងអាជីន ពួកគេចាប់ផ្ដើមគិតថាគួរលេងល្បែងអ្វីល្អទើបជុងមីនបានស្នើឡើងអោលេងសួរប៉ិតឬហ៊ានប៉ុន្តែមុនចាប់ផ្ដើមស្រាប់តែឮសំឡេងឡូឡាខាងក្រៅហើយសោះដតីទៀតនាំគ្នាគោះទ្វារផាំងសួរថា មានរឿងអីហ្នឹងពួកស្រីៗក្នុងបន្ទប់ ប្រញាប់គិតរកល្បិចបោកអ្នកខាងក្រៅភ្លាម ហើយពួកគេសម្រេចចិត្តថាវិធីល្អបំផុតគឺត្រូវធ្វើពុតជាដេកលក់គេទាញភួយមកគ្រប អ្នកខ្លះរត់ពួនក្នុងឡាញ់បន្ទប់ទឹកពេលគេបើកទ្វារភ្លាម អាជីនក៏រត់លាក់ខ្លួនក្រោមភួយ លោកគ្រូបើកទ្វារហើយជឿជាក់ថាគ្រប់គ្នាដេកលក់ឆឹងស្មានថាគេទៅបាត់អាជីនក៏ចាប់ដើមរឹងស្ញេងនាងគិតថាឆយភ័យខ្លាចទើបចេះតែសង្កត់ក្បាលនាងចុះនាងក៏ខ្សឹបប្រាប់មិត្តឲ្យឈប់សង្កត់តែស្រាប់តែមានគេគាត់ប្រាប់ឲ្យនាងនេះស្ងៀមរហូតដល់ម៉ោងរោទូរស័ព្ទបន្លឺឡើងហើយភ្លើងបើកភ្លឺដើម្បីនាងអាចមើលឃើញច្បាស់ថានរណានៅក្បែរហើយប្រកាសណាស់គឺជាគូតែយើងជុនអ៊ូនឹងឯងម៉ែអើយពួកគេនៅរំភួយជាមួយគ្នាហើយមុខចិត្តគ្នាខ្លាំងមែនតែនប៉ះគ្នាហើយប៉ុន្តែពួកគេអត់ហ៊ានកម្រើកទេបានត្រឹមតែសម្លឹងមើលមុខគ្នារហូតដល់សម្លេងរោនោះឈប់រោដោយអៀនខ្មាស់ពួកគេក៏បែរមុខចាញ់រៀងខ្លួនបេះដូងអាជីនចាប់ផ្ដើមលោតញាប់ដឹបហើយនាងប្រាំងគិតរកវិធីដើម្បីគេចចេញពីទីនោះដោយមិនអោយមានអ្នកណាដឹងរឿងនេះឡើយហើយរឿងតែមួយគត់ដែលនាងអាចគិតពេលនោះគឺគិតថាគេប្រហែលជានឹងច្រាននាងចាញ់ឆ្ងាយដោយការនៅលើរថភ្លើងអញ្ចឹងរួចគេនឹងសើចចំអកពុំដឹងម៉េចសត្វតនាង
គិតស្មានដាច់ចំណុចទៅហើយថាតាមគេស្អប់នាងខ្លាំងខ្ញុំក៏អត់យល់ពួកគេនៅស្ងៀមថ្មឹងក្នុងទីតាំងដដែលនោះរហូតទាល់តែមានគេស្រែកថាទៅបាត់ហើយភ្លើងក៏អាចបើកវិញបានពេលភ្លើងបើកភ្លឺឡើងយងមីនក៏ដឹងខ្លួនថាគេបានជន់លើអ្វីមួយហើយពេលអោនមើលទៅវាគឺជាវ៉ាន់តាអាជីនជន់អ៊ូងើបអង្គុយឡើងរួចទាញភួយចេញភ្លាមហើយពេលនោះនាងសង្កេតឃើញថាគេហាក់ដូចជាកំពុងខឹងទោះជានាងមិនចង់ធ្លាក់ក្នុងស្ថានភាពនេះក៏ដោយក៏នាងនៅតែមិនអាចយល់បានថាហេតុអ្វីគេធ្វើមុខខឹងម្លេះបើនាងមិនបានធ្វើវាដោយចេតនាសោះប៉ុន្តែតាមពិតទៅ SSR របស់យើងកំពុងតែស៊ីមអៀនញ័រខ្លួនទៅហើយព្រោះតែនឹកគៀកអាជីនខ្លាំងពេកហីគោលបំណងដើមដែលគេមកទីនេះគឺគ្រាន់តែចង់សុំទោសរឿងដែលបានកើតឡើងលើរថភ្លើងប៉ុណ្ណោះមិនមែនចង់ឲ្យធ្លាក់ចូលស្ថានភាពអៀនខ្មាស់ទេគេទៅពិនិត្យមើលថាអាជីនមិនអីទេតាត្រូវអត់ប៉ុន្តែពេលក្រឡេកមើលទៅនាងកំពុងតក់ស្លុតព្រោះយងមីនជន់វ៉ែនតារបស់នាងទាល់តែបែកខ្ទេចគេប្រញាប់សុំទោសភ្លាមដែលបានជន់លើវ៉ែនតានាងប៉ុន្តែដោយភ័យពេកក៏ហៅឈ្មោះខុសជំនួសឲ្យការហៅអាជីនគេបែរជាហៅអាដែកដែលស្ដាប់ទៅដូចជាឈ្មោះកូនឆ្កែគ្រប់គ្នាក៏ផ្ទុះសំណើចឡើងហើយគាត់រឹតតែអៀនចង់ជ្រុះមុខព្រោះមិនត្រឹមតែហៅឈ្មោះនាងខុសទេថែមទាំងបង្ករឿងវឹកវរពេញនឹងទៀតជាមួយវ៉ែនតានោះនាងថាមិនអីទេចាំស្អែកនាងនឹងទៅពេទ្យដើម្បីកាត់វ៉ែនតាថ្មីអញ្ចឹងពួកគាត់ក៏ត្រឡប់ទៅធ្វើរឿងដែលនៅសល់មុននេះគឺការចាប់ផ្ដើមលេងហ្គេមអ្នកទី1ដែលចាប់បានក្រដាសគឺឆយហើយបេសកកម្មនាងគឺយកនំទៅឲ្យអ្នកដែលនាងចង់ញ៉ែយកចិត្តនាងរើយកជុងដែលខៃប៊ូផ្យ៉ាងពួកគាត់នឹកស្មានមិនដល់មួយជើងនេះសោះពួកប្រុសមុខក្រហមច្រណែនជុងហើយអាជីនក៏លួចសរសើរការវិវត្តរបស់ឆយក្នុងការទំនាក់ទំនងជាមួយគេប៉ុន្តែការពិតផែនការរបស់ឆយគឺចង់ឲ្យជន់អ៊ូដែលជាស្ដេចប្រចាំសាលានេះប្រច័ណ្ឌតែក្នុងខួរក្បាលនាងមុខស្ងុយរបស់គាត់គឺមានន័យថាគាត់កំពុងប្រច័ណ្ឌខ្លាំងដល់ថ្នាក់បញ្ចេញមិនរួចដើម្បីបញ្ឆេះថែមនាងសរសើរថាយងមីនពិតជាខ្ជូតខ្លាំងណាស់ដើម្បីនមេឈួរធ្វើឲ្យគាត់ប្រច័ណ្ឌឆេះដុំឯកំសត់យ៉ងមីនវិញអចង់ហោះដោយគិតថាគ្រប់យ៉ាងអែមហួសបន្ទាប់មកគេបង្វិល10ហើយអ្នកបន្ទាប់ដែលត្រូវរងគ្រោះគឺអាជីននិងសង្សារ SSR ជុនអ៊ូជូមីនសួរពួកគេថាតើនរណាទិសមុខអ្នកបំផុតក្នុងបន្ទប់នេះអ្នកគ្រប់គ្នារំភើបរងចាំស្ដាប់ចម្លើយហើយដោយសារតែពួកគេទាំងពីរគិតដល់ចម្លើយដូចគ្នាពួកគេក៏សម្លឹងមុខគ្នាឡើងអេមពេញមួយនាទីតែអ្នកផ្សេងអត់យល់សោះពួកគេមនុស្សឆេះផងនឹងប្រញាប់ងាកមុខចេញដោយគិតថាប្រហែលជាពួកគេមិនមែនទើសគ្នាទេម្នាក់គ្រាន់តែចង់មកសុំទោសខណៈក្មេងស្រីមិនលេចធ្លោមិនចង់នៅក្បែរប្រុស Green Flag ដែលនាងគិតថាស្អប់នាងអ្នកគ្រប់គ្នាចង់ដឹងចម្លើយនៅតែមិនយល់ថាមើលមុខស៊ីមគ្នានេះគឺម៉េចគេខ្សឹបខ្សៀវថាគួរឲ្យសង្ស័យចុះហេតុអីពួកគេគ្រាន់តែសម្លឹងមុខគ្នាហើយមិននិយាយអ្វីសោះអ្នកទាំងពីរក៏មិនទាន់ឆ្លើយសំណួរនោះដែរដោយសារពួកអ៊ីប្រើពីយូរពេកមិនព្រមឆ្លើយទើបត្រូវចាប់ឆ្នោតពិន័យអាជីនចាប់បានក្រដាសពិន័យគឺត្រូវទៅថតរូបនៅមុខបន្ទប់លោកគ្រូចំណែកឯជន់វូវិញចាប់បានសន្លឹកមិនបាច់ទទួលរងនៅការពិន័យទេតែដោយសារពួកគេអត់ព្រមឆ្លើយសំណួរអ្នកទាំងពីរត្រូវតែធ្វើតាមពិន័យរបស់អាជីនពួក
ម៉ាក់ផ្ដាំទុកថាបើត្រូវគេចាប់បានដាច់ខាតកុំនិយាយពីលបែងឬត្រឡប់មកវិញអាជីនមើលទៅរៀងភ័យបន្តិចព្រោះនាងត្រូវទៅធ្វើវា ជាមួយឈុនវូទោះនាងមិនសូវស្រួល នៅក្បែរគេទេមិត្តម៉ាក់ប្រឹងលើកទឹកចិត្តហើយមីងឆយ និយាយថាបើជីនអត់ចង់ទៅនាង អាចទៅជំនួសតាយ៉ងមែនចេញមកកាត់កងភ្លាមថាធ្វើអញ្ចឹងអត់បានទេហើយពួកគេរៀបចេញទៅគ្រប់គ្នាត្រូវចូលក្នុងវិញមុនពេលគេចាប់បានអាជីនលាពួកម៉ាក់នាងហើយចេញទៅឆយឈរក្តៅក្រហាយព្រោះអត់បានដូរកន្លែងជាមួយអាជីនស្របពេលនោះគ្រប់គ្នាលាន់មាត់ថាអាជីនស្អាតកប់ពេលដោះវ៉ែនតាចេញឯមីងឆយវិញច្រណែនចង់ឈួតទេគិតថាមិនសរសើរ ទាំងនាងនៅទីនេះភ្នែកខ្វាក់ទេ ទៀងចំណាប់អារម្មណ៍មកវិញនាងក៏ទាញដៃគេហើយស្រែកប្រាប់ឲ្យចូលក្នុងដើម្បីបន្តលេងល្បែង ងាកមកតួឯកទាំងពីរកំពុងដើរទៅបន្ទប់លោកគ្រូ កំពូលស៊ីម ASSR ជុនវូគិតតែពីរបៀបបើកកាយសាច់រឿងសុំទោសនាងរឿងដែលបានកើតឡើងលើរថភ្លើងទម្រាំតែរោគបានឱកាសមាស នៅតែពីរអ្នកចឹង កំពូល Green Flag យើង បើកបងអួយចង់អូបង្ហាញថានៅខាង មកមានបន្ទប់បើកភ្លើងដែលប្រហែលជាបន្ទប់របស់លោកគ្រូដើម្បីឲ្យទៅដល់លឿនគួរតែដើរកាត់ផ្លូវមួយនេះប៉ុន្តែអាជីនឯណោះវិញមិនខ្វល់អីទេព្រោះក្នុងក្បាលនាងគិតថាពេលចង់ចេញពីទីនេះឲ្យលឿនព្រោះនាងអត់ស្រួលចិត្តហើយរងាទៀតនាងប្រាប់ថាគួរតែចង់ទៅដាវកាត់សួនប៉ុន្តែមុនពេលនាងអាជីនរៀបដើរចេញទៅហើយតែជុនវូស្រែកហៅកាត់គេចាប់ផ្ដើមនិយាយរឿងដែលកើតឡើងនៅលើរថភ្លើងតែនិយាយមិនទាន់ចប់ផងស្រាប់តែមានសន្តិសុខសាលាលេខមុខមកសួររកមើលថាណែណាគេនឹងមុនសន្តិសុខទាន់ចាប់បានជុនវូចាប់ទាញដៃអាជីនយ៉ាងលឿនហើយក៏បណ្ដាលគ្នារត់ចេញពួកគេផ្លោះចូលក្នុងបន្ទប់មួយពួនគៀនជញ្ជាំងខណៈដែលសន្តិសុខឃើញដងអួចចំហក៏ដើរទៅបិទវាវិញពួកគេនៅស្ងៀមធ្មឹងមិនហ៊ានហើបមាត់សុំបីដកដង្ហើមដើម្បីកុំឲ្យគេចាប់បានតែពួកគេនៅតែកាន់ដៃគ្នាជាប់នៅឡើយជូនវូគឺជាអ្នកនិយាយមុនដោយសួរនាងថាតើអ្នកគិតថាខូចេញទៅបាត់ហើយឬនៅពេលនោះហើយដែលអាជីនភ្ញាក់ខ្លួនថាកំពុងកាន់ដៃគ្នាសោះក៏ប្រញាប់ដកដៃចេញភ្លាមចូលដល់វគ្គអៀនសឹងស្លាប់ហើយសង្សារ Green Flag ក៏សុំទោសតែសន្តិសុខឮសំឡេងពួកគេនិយាយគ្នាក៏រត់មកឆែកមើលម្ដងទៀតអាជីមចាប់ផ្ដើមភ័យញ័រខ្លួនព្រោះថាបើសិនជាគេចាប់បានច្បាស់ជាត្រូវកាត់បន្ទុកវិន័យសាលាហើយអ៊ីងចឹងជុនវូសម្រេចចិត្តក្រោកឈរឡើងហើយប្រាប់ឲ្យនាងនៅស្ងៀមសិននាងសួរថាគេបំរុងធ្វើអីហ្នឹងខណៈពេលដែលសន្តិសុខរៀបនឹងបើកទ្វារជុនវូក៏បើកទ្វារមុនហើយដើរចេញធ្វើពុតជាកំពុងនិយាយទូរស័ព្ទយ៉ាងលយ idol យើងគឺជាសាសពូកែដាច់គេប្រចាំសាលាដូច្នេះហើយសន្តិសុខសប្បាយចិត្តទៅវិញពេលឃើញមុខគេដោយគិតថាប្រហែលជាមានក្មេងទំនើងសោះសំណាងល្អគឺជុនវូតែសន្តិសុខក៏សួរថាគេកំពុងធ្វើអីកំឡោះ SSR យើងសុំទោសហើយប្រាប់ថាគេកំពុងនិយាយទូរស័ព្ទហើយដឹងខ្លួនថាគេមិនគួរដើរហើរផ្ដេសផ្ដាស់យប់ប្រលប់ទេសន្តិសុខប្រាប់ថាមិនអីទេគ្មានបញ្ហាអីធំដុំទេហើយអាជីនសង្កេតឃើញថាស្ដេចសាលាពិតជាមានសិទ្ធិអំណាចមែនព្រោះតែឈ្មោះជុនវូតែ idol យើងប្រហែលជាកាត់បន្ទុកវិន័យតិចតួចព្រោះដើរហើរយប់ប្រលប់សន្តិសុខសួរគេថាតើមានឃើញនរណាម្នាក់ផ្សេងទៀតទេជុនវូឆ្លើយថាអត់ទេខណៈពេលគេលួចយកជើងរុញទ្វារបិទយ៉ាងស្ងៀមស្ងាត់ទោះមួយសន្តិសុខសាលាឃើញក្រាស់របស់គេ
ស៊ីមបាច់កែងហ្មងអាជីនពួនក្នុងទូនាងក៏ចាប់ផ្ដើមគិតថាប្រហែលជាគាត់ការពារនាងព្រោះបើសិនត្រូវគេចាប់បានជាមួយគ្នាចាចាមអារាមច្បាស់ជាផ្ទុះក៏ក្រោកសាលាហើយវាមិនអែមទេទោះយ៉ាងណាក៏ដោយនាងរៀង feel guilty បន្តិចដែរព្រោះស្អាត SSR ត្រូវជាប់ពីនៃព្រោះតែនាងហើយគាត់ជាសិស្សកម្រិតព្រះប្រចាំសាលាដូច្នេះហើយរឿងពិន្ទុគឺសំខាន់ខ្លាំងណាស់សម្រាប់គាត់ឯប្រធានសិស្សក៏ចេញទៅបាត់ហើយប្រាប់គាត់ឲ្យឆាប់ត្រឡប់ចូលបន្ទប់វិញទៅជន់អ៊ូប្រាប់អាជីនថានាងអាចលូនចេញមកក្រៅបានទេព្រោះអាប្រធានសិស្សនោះទៅបាត់ហើយនាងលួនចេញមកទាំងទឹកមុខ guilty ហើយគាត់ក៏សួរថានាងអូខេទេមើលទៅនាងប្រហែលជាភ័យតែនាងប្រកាច់ញាប់មាត់ថាអត់ភ័យឯណាគ្មានអីខុសប្រក្រតីទេនៅលើមុខនាងឡើយតាមពិតរឿងតែមួយគត់តែនាងកំពុងបារម្ភគឺត្រង់ថាគាត់ត្រូវរងពីនៃព្រោះតែនាងគាត់ក៏លួងនាងកុំឲ្យគិតច្រើនពីរឿងនេះហើយប្រាប់ថាពួកគេគួរតែរស់រាន់ប្រញាប់ទៅថតយករូបភាពនៅបន្ទប់របស់លោកសាស្ត្រាចារ្យនាងពិតជាសក់ខ្លាំងមែនតែនព្រោះនាងគិតថាគាត់មុខជាបោះបង់ចោលអ្វីអស់ទៅហើយតាំងពីគាត់ទទួលបានបន្ទុកពីនៃមកម្លេះប្រហែលជាវាអាចល្អជាងបើសិនជាពួកគេត្រឡប់ទៅបន្ទប់វិញហើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមញោះដោយសួរថាតើនាងរៀងញញើតលែងហ៊ានបន្តបេសកកម្មហើយមែនទេដោយក្តីធន់ថប់នាងតបថាតាមពិតនាងកំពុងបារម្ភពីគាត់សោះស្រាប់តែគាត់បែរជាឈរសើចដាក់នាងទៅវិញយល់សោះថាហេតុអីគាត់សើចនាងក៏សួរថាតើគាត់គិតថានាងកំ pl ែងឬបានជាគាត់ចូលចិត្តញក់នាងម្លេះហើយបើសិនគាត់មិនបានក្រាស់នាងទេវាងាយស្រួលជាងបើគ្រាន់តែធ្វើមិនខ្វល់ពីនាងទៅបរិយាកាសអានអៀនក៏ធ្លាក់មកដល់ម្ដងទៀតនាងឆ្ងល់ថាហេតុអីគាត់នៅតែមិនទាន់មាត់កអ្វីសោះហើយគ្រាន់តែឈោសម្លឹងស្ងៀមត្រឹងបែបនេះគាត់ក៏លូកដៃរបស់គាត់មកអង្អែក្បាលនាងថ្នមហើយនិយាយថាទោះបីជាគាត់ចូលចិត្តលេងសើចនឹងនាងក៏ពិតមែនតែក៏មិនដែលចង់ធ្វើបាបចិត្តនាងឡើយព្រោះតែគាត់មិនដែលស្អប់នាងទេទើបគាត់ព្រមមកដល់ទីនេះតាំងពីឆ្ងាយបែបនេះគាត់ក៏បន្តដើរទៅមុខរួចប្រាប់ឲ្យនាងប្រញាប់ឡើងដើម្បីកុំឲ្យអាប្រធានសិស្សនោះតាមចាប់បានម្ដងទៀត Sim Green Flag មែនទេអ្នកទាំងអស់គ្នាទីបំផុតសាច់រឿងដើរទៅមុខហើយខ្ញុំពិតជាសង្ឃឹមថាតួស្រីរបស់យើងចាប់ដើមឆ្លាតជាងមុននៅភាគក្រោយមិនអញ្ចឹងទេនាងមិត្តសម្លាញ់ដលប់សរសៃនោះអាចនឹងបង្ករឿងធ្វើឲ្យគូស្នេហ៍ញាក់សាច់យើងកាន់តែឃ្លាតឆ្ងាយពីគ្នាសង្ឃឹមថាអ្នកចូលចិត្តសាច់រឿងកុំភ្លេចជួយចុចប៊ូតុង like មួយដើម្បី admin ដឹងថាអ្នកគាំទ្រវីដេអូនេះបែបនេះឯងកុំភ្លេចចុចសញ្ញាកណ្ដឹងផងដើម្បីក្លាយជាអ្នកទី1ដែលបានមើលភាគ